ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាជាកិច្ចបាច់ឆាកស្វាគមន៍ប្រិយមិត្តទីបំផុតធនស៊ូស្រុកសម្ដេចនិងសវណ្ណរារសចន្ទ្រីវដីលីនីសេងង៉ែបសំភ័សវណ្ដាសុកនិងប្រិយមិត្តនគរសេកនេះដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់មាន Richard Ormel និង Rain Pen ខ្ញុំសូមបង្ហាញនៅរបៀបព្រះថ្ងៃនេះ Lee Kuan Yew ទី1គឺបង្ហាញនៅប្រធានបទនិងគ្រឿងក្លែងទី2បកស្រាយទី3ផ្សេងឬសំណួរចម្លើយប្រធានបទថ្ងៃនេះមាន2ប្រតិក្រឡាគ្នាប៉ុន្តែមុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទ2និងគ្រឿងក្លែងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍តារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះដកក្រឡាហូមចិត្តទេការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកាន់បញ្ញាផ្លេកស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបអើទូរទស្សន៍តារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទសំខាន់បាទគឺសុខទុក្ខមុននឹងនិយាយប្រធានបទសំខាន់បងប្អូនបើសិនជាបងប្អូនខមមិនវែងពេកនិយាយបន្តិចក៏ទៅដល់ចំណុចចុងក្រោយមុននឹងគឺមានន័យថាខ្ញុំមើលអត់ឃើញអត់សូវមើលឥឡូវនេះភ្នែកខ្ញុំខ្សោយបងប្អូនណាមើលអត់សូវឃើញប្រហែលទេបាទដូច្នេះបងប្អូនខមមិនឲ្យចំតែម្ដងហែមចិន្តាបាទឈ្មោះខ្ញុំអានទៅឃើញណាបើខមមិនចង្កាលអក្សរច្រើនពេកវាកញ្ញុំវាផ្កាយកូនមន់តែម្ដងណាប្រហែលជាភ្នែកខ្ញុំត្រូវទៅពិនិត្យណាតន្ត្រីភូមិខ្ញុំឬក៏ត្រូវពាក់វ៉ែនតាប្រធានបទទី1ដើម្បីកុំឲ្យចំណាយប្រយោជន៍គឺហ៊ុនម៉ាណែតបង្អាប់ខ្លួនកោតសរសើរសូនតារាតាមទ្រឹស្ដីឡៅស៊ូដែលនិយាយថាអ្នកប្រយុទ្ធពិតមិនចេះខឹងប្រធានបទទី2ជាប្រធានបទសំខាន់ជួបមកក្រុមគឺជាសម្ពាធឬក៏ជាលៀបបាទមានន័យថាឆាយាស្រមោចក្រហមតើវាជាផលប្រយោជន៍វាគឺជាសំណាងវាគឺជាលៀបហុកជើងអានអញ្ចឹងនៅក្នុងប្រធានបទទី2នេះប្រិយមិត្តនិងខ្ញុំនឹងលើកយកនៅចំណុចពិសេសសំខាន់ហើយប្រតិក្រឡាគ្នាជាមួយនឹងប្រធានបទទី1វាព្រោះរយៈកាលនេះសម្បល់ខ្មែរយើងលើកប្រធានបទហ្នឹងណាដល់រិសិនគឺដោយសារតែហ៊ុនម៉ាណែតកំពុងតែមានវត្តមាននៅក្នុងប្រទេសបារាំងនៅក្រុងនីសបាទខេត្តនីសសមុទ្រគ្រឿងក្លែង2សំខាន់គ្រឿងក្លែងទី1គឺនិយាយពីរឿង Facebook ដដែលបងប្អូនខ្ញុំសូមអរគុណសម្រាប់បងរ៉ាត់ទី2ប្រិយមិត្តដែលគាត់ចុច Subscribe ហើយបានដកការបង់ប្រាក់ឲ្យ Facebook វិញពីព្រោះខ្ញុំឃើញប្រាក់នៅក្នុងទំព័រ Facebook ពី$9ធ្លាក់មក$7 East Enterprise ប៉ុន្តែខ្ញុំរំពឹងថាបងប្អូននឹងដក Subscribe មានន័យថាឈប់បង់លុយមួយខែប្រហែល$1ឬក៏$2ទៅឲ្យក្រុមហ៊ុន Facebook ដើម្បីទទួលបានវីដេអូហានពេខ្ញុំសូមថ្លែងអំណរគុណនិងលើកទឹកចិត្តដែលប្រិយមិត្តមានទឹកចិត្តមនសិការស្នេហាជាតិព្រោះអ្នកដែលមើលទូរទស្សន៍សូនតារាគឺជាម្នាក់អ្នកដែលមានឧត្តមគតិមនសិការស្នេហាជាតិប៉ុន្តែខ្ញុំអត់ធ្វើជំនួញឬក៏អត់ប្រើប្រាស់ Facebook ដើម្បីរកកម្រៃទេដូច្នេះបងប្អូនលុយដែលបងប្អូនដាក់ទៅ$1 $2ហ្នឹងគឺវារត់ទៅ Facebook ទាំងអស់អត់បានមកសូនតារាទេអញ្ចឹងបងប្អូនខាតណាបងប្អូនកុំថាខាតអីលោកគ្រូប៊ុនធឿនខឿនប៉ុណ្ណឹងខ្ញុំ6 7ក៏បានដែរអានេះខ្ញុំអត់មានយោបល់អីទេប៉ុន្តែត្រង់ថាវាអត់បានមកខ្ញុំហើយបើសិនជាបងប្អូនចាំឡាឡាន
វាយចូលឈ្មោះរបស់ខ្ញុំដូចខ្ញុំរៀបរាប់ពីដើមពីមុនមកហ្នឹងទីមួយបើសិនជាបងប្អូនវាយចុចមើលទៅមិនឃើញបងប្អូនចុចឲ្យចំឈ្មោះហើយចុចមើលតែម្ដងបើសិនជាបងប្អូនចុចអត់ឲ្យចំឈ្មោះហើយនៅតែលោតទៅវីដេអូផ្សេងទៀតគឺបងប្អូនចុចនៅរង្វង់មូលនៅលើ profile របស់ខ្ញុំសុកអូខេហើយមើលបានតែម្ដងអញ្ចឹងខ្ញុំនិយាយនេះខ្ញុំរំលឹកពីព្រោះមានខ្ញុំឃើញតាំងពីខ្ញុំនិយាយមកនៅតែឃើញសល់ទឹកប្រាក់ចំនួន$7ដដែលអញ្ចឹងអាហ្នឹងគឺអត់មានអីទេគឺមានក្រុមហ៊ុន Facebook ណាក្រុមហ៊ុន Facebook គឺមិននឹងជាយកធ្វើអីក៏ហងប៉ុន្តែយកមកប៉ុណ្ណាមកកតិចកទីមកកាត់ម៉ាស៊ីននឹងរាប់ពាន់លានអ្នកវាទៅជារាប់ពាន់លានដុល្លារអាហ្នឹងខ្ញុំក្រើនរំលឹកតែប៉ុណ្្នឹងទេដើម្បីឲ្យបងប្អូនយើងដឹងណាខ្លាចក្រែងមានប្រិយមិត្តតែជាទូទៅអ្នកដែលគាត់ Subscribe គាត់បានមើលវីដេអូខ្ញុំហើយហ៊ុនសែនខ្លើណាអញ្ចឹងគាត់ច្បាស់ជាដឹងរឿងនេះជាមិនខានហើយខ្ញុំសូមថ្លែងអំណរគុណប៉ុន្តែខ្ញុំចង់ឲ្យ Facebook របស់ខ្ញុំទំព័រ Facebook របស់ខ្ញុំនេះគឺអត់មានពាក់ព័ន្ធឧច្ឆៈស៊ីមជាមួយនឹងលុយកាក់អីទាំងអស់ហើយសូនារាអត់ធ្វើអាជីវកម្មនៅលើ Facebook ទេហើយបើខ្ញុំចង់ធ្វើក៏បានដែរមិនដែលខ្ញុំលើកឡើងច្រើនដងហើយគឺបងប្អូនគាត់មិនកំណាញ់គាត់មិនអត់ឯងទេបើសិនជាបងប្អូនចង់ឲ្យតែខ្ញុំធ្វើអញ្ចឹងផងបងប្អូននេះអ្នកខ្លះបានឲ្យទៅលោកគ្រូថាលោកគ្រូដាក់ទឹកខ្ញុំម្នាក់$1ម្នាក់$បងប្អូនកូនសិស្សសូនារាមួយខែមិនតិចតែខ្ញុំអត់ត្រូវការទេសូមបងប្អូនណែមេត្តាបើអាចណែនេះដកគឺដកទៅវិញមិនបាច់ Subscribe ទៅបងប្រាក់ឲ្យ Facebook អីទេប្រិយមិត្ត Share វីដេអូនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនារាគីងរឿងស្រាច់ខោជន់ផ្ដាច់ការធុកធំផ្លាស់ប្ដូរផ្នែកកំណត់គ្រឿងក្លែងទី2ជាគ្រឿងក្លែងសំណុំពរគឹមឡុងហាក់ប្រិយមិត្តឲ្យខ្ញុំនិយាយប្រធានបទរឿងជោគគ្រូជោគជ័យខ្ញុំមិនចាំបាច់លើកវាជាប្រធានបទទេប៉ុន្តែបំណាច់តែមានបងប្អូនជាច្រើនអ្នក Kenny GKH គាត់អ្នកសួរយោបល់អំពីអ្វីទៅដែលហៅថាគ្រូជោគជ័យខ្ញុំបញ្ចេញទស្សនៈបន្តិចចាំលួនចាំគ្រូជោគជ័យគឺជាពាក្យល្អទេអត់មានពាក្យអាក្រក់ដូចជាអក្រិតជននេះទេប៉ុន្តែពាក្យគ្រូជោគជ័យបានคล้ายទៅជារឿងអវិជ្ជមានធីតាជននៅពេលណាអានេះយើងត្រូវសួរចិត្តនៅពេលដែលមនុស្សមួយចំនួនបានប្រើប្រាស់ទ្រឹស្ដីដែលយកទៅបោកប្រាស់អ្នកដទៃតាមរយៈអាជីវកម្មភ័ស្តុតាងជោគជ័យ GAFAM ឥឡូវយើងសួរបដិញទៀតអ្វីទៅអាជីវកម្មភ័ស្តុតាងជោគជ័យស្រុកខ្មែរយើងគេនិយមមហាម៉ាត់អកម្មរកស៊ីដីធ្លីនិងអាជីវកម្មផ្សេងដូចជាបើកក្រុមហ៊ុនផ្សេងដើម្បីឲ្យអាជីវកម្មដីធ្លីនិងអាជីវកម្មផ្សេងនេះទទួលបានជោគជ័យគឺគេត្រូវតែបណ្ដុះគំនិតឲ្យអតិថិជនឬក៏អ្នកដើរតាមនិងមានទស្សនវិស័យល្អចង់ជោគជ័យគ្រីស្ទីណាកាប៉ុន្តែការដែលប្រើប្រាស់ក្រុមហ៊ុនអាជីវកម្មធនាគារកម្ចីឬក៏មីក្រូហិរញ្ញវត្ថុផ្សេងនេះគឺវាមានអ្នកដែលត្រូវចាញ់បោកហើយដើម្បីទៅបោកដើម្បីទៅប្រមូលអតិថិជនឲ្យគ្រប់គ្រងអាជីវកម្មរបស់ខ្លួនដូចជាក្រុមហ៊ុនណាអចលនទ្រព្យក្រុមហ៊ុនអចលនទ្រព្យដើម្បីបោកប្រាស់មនុស្សគឺត្រូវតែបញ្ចូលមនោគមវិជ្ជាហ្នឹងគឺគេធ្វើតាមបែបរបៀបធនាគារមួយចំនួនគេហៅអតិថិជនទៅប្រជុំទៅធ្វើសិក្ខាសាលាគេបង្ហាត់អតិថិជនឲ្យមានក្តីស្រមៃធំធេងដល់តែពេលអត់ជោគជ័យមានន័យថាស្ថានភាពសេដ្ឋកិច្ចឬក៏ទីផ្សារគឺអត់កំណត់ទៅដោយបុគ្គលយើងនៅក្នុងប្រទេសកម្ពុជាឬនៅក្នុងស្រុកណាមួយទេវាកំណត់ទៅលើបរិស្ថានជុំវិញទាំងអស់ពេលនោះមនុស្សចាញ់បោកដល់តែពេលមនុស្សចាញ់បោកបងប្អូនទ្រឹស្ដីពីរោះ
ខ្លាយទៅជាពាក្យជេរបចោទៅវិញប៉ែនម៉ងណាអានឹងទៅចាំអានឹងសាវតាខ្ញុំនិយាយជម្រាបបងប្អូនទេពាក្យហ្នឹងគឺវាល្អតែមែនទេប៉ុន្តែដើមកំណើតមកពីមនុស្សដែលបើកអាជីវកម្មអចលនទ្រព្យជាពិសេសពេញនិយមជាងគេសុំមនុស្សប្រើប្រាស់មនោគមវិជ្ជាទ្រឹស្ដីដើម្បីអូសទាញមនុស្សឲ្យស្ថិតនៅក្នុងការបម្រើការងាររបស់គេមួយទៀតជាពិសេសពេញនិយមបំផុតគឺ crush ពួករកស៊ីគេហៅថាស្អីរកស៊ី chain អីខ្មែរយើងហៅតភ្ជាប់រកស៊ីតភ្ជាប់បោកប្រាស់តភ្ជាប់គ្នាអាហ្នឹងគឺគេហៅមនុស្សទៅបញ្ចូលមនោគមវិជ្ជាមហាសក្តិសិនហើយគេប្រើមនុស្សនោះតគ្នាបោកតគ្នារហូត secondary omission អាហ្នឹងដល់តែពេលអញ្ចឹងទៅវាប្រែคล้ายពាក្យដ៏ពីរោះទ្រឹស្ដីដ៏ពីរោះដ៏ក្រអូបហ្នឹងសំអូនទៅជាស្អុយរលួយហើយវាប៉ះពាល់ទៅដល់គ្រូដែលគេបង្ហាត់ពិតប្រាកដអានេះនិយាយចិត្តទីធေါ်ចេះមានគ្រូខ្លះគាត់បង្ហាត់អំពីផ្នែកគំនិតណាគាត់បង្ហាត់អំពីផ្នែកគំនិតកៅសម្បត្តិនៃរដ្ឋដល់តែពេលវាប៉ះពាល់ទៅរាល់ទ្រឹស្ដីទាំងឡាយណាដែលបង្រៀនមនុស្សឲ្យคล้ายទៅជាសទ្ធីឲ្យคล้ายទៅជាអ្នកមានវាទៅជាពាក្យគួរឲ្យខ្ពើមរអើមហើយក្នុងអំឡុងពេលដែលមនុស្សកញ្ជ្រោលមកប្រាវអាពាក្យបង្រៀនមនុស្សឲ្យคล้ายទៅជាសទ្ធីនិងឲ្យคล้ายទៅជាអ្នកមានហ្នឹងវាคล้ายទៅជាមធ្យោបាយបោកប្រាស់វាคล้ายទៅជាមធ្យោបាយបោកប្រាស់ហេតុអីមនុស្សផ្អើលរឿងអីគេបោករឿងហ្នឹងខ្ញុំនិយាយរឿងផ្អើលអីបោករឿងហ្នឹងរឿងសេះដោះស្នែងរឿងស្អីណែស្អីគេមនុស្សដោះស្នែងបងប្អូនខ្ញុំនិយាយរឿងមនុស្សដោះស្នែងបើមានអ្នកខ្លះអាចយល់ខ្លះមនុស្សតម្រង់ជួរចូលផ្លូវមុខឌីយ៉ូសាមេឌីមើលមរ៉ាហៃហើយគេឲ្យចេញមកផ្លូវមុខវិញគេឲ្យចេញទៅផ្លូវក្រោយនៅក្នុងបន្ទប់បិទចិត្តហ្នឹងគេលុកសបុតដើម្បីចូលមើលមនុស្សដោះស្នែងដល់តែចូលម្ដងមួយចូលអាបន្ទប់ហ្នឹងទៅវាឃើញមនុស្សដោះស្នែងមែនគឺមនុស្សយកស្នែងទៅដោះស្នែងខាត់ស្នែងហ្នឹងណាយកណែសាប៊ូយកកសែងយកណែដែកមកដោះស្នែងហ្នឹងឲ្យវាភ្លឺស្នែងគោដោះស្នែងជិតទៅគឺគេសួរថាណាចុះក្រែងថាលោកសបុតហ្នឹងចូលមើលមនុស្សដោះស្នែងហ៎អានោះក៏គេថាចុះនឹងមិនដោះស្នែងហើយចុះគេថាមនុស្សដោះស្នែងចុះនឹងមិនដោះនោះគាត់ពងអង្គុយដោះស្នែងដោះខាត់ជិតដល់តែពេលអញ្ចឹងក៏ចេញបាត់ទៅខ្មាស់គេណាវាខ្មាស់គេចេញមកក្រៅទៅពួកម៉ាក់សួរមិនហ៎ល្អមើលអូយល្អមើលណាប៊ុនធឿនយ៉ាងអាទី2ចូលទៅទៀតអានោះវានិយាយមិនបាច់មកអស់លុយប៉ុណ្្នឹងអីសួរមើលថាល្អមើលទេអូយល្អមើលមកជួចាញ់បោកទាំងអស់មកជួចាញ់បោកទាំងអស់អានឹងគេហៅថានៅពេលណាដែលមនុស្សជ្រួយោបល់ហ្នឹងមនុស្សជ្រួយោបល់ចង់ដឹងអីមួយវានឹងបង្កើតឲ្យមានការបោកប្រាស់ណែឥឡូវខ្ញុំនិយាយរឿងចំណុចហ្នឹងមកដល់តំណែងអញ្ចឹងបានជាបងប្អូនយើងកុំមើលទៅលើតែអវិជ្ជមានពេកអានឹងខ្ញុំនិយាយសាវតាថាហេតុអីបានជាពាក្យជោគជ័យឬក៏គ្រូជោគជ័យคล้ายទៅជាភាសាទ្រឹស្ដីដ៏ក្រអូបคล้ายទៅជាស្អុយប្រវត្តិគឺកើតចេញអំពីមនុស្សមួយចំនួនបានប្រើប្រាស់វាជាមធ្យោបាយនៅក្នុងការបោកប្រាស់ស្រីទៅជាពិសេសមែនទេក្រុមហ៊ុនរកស៊ីអតិថិជនតគ្នាបោកតគ្នាហ្នឹងមុននឹងគេបោកយើងគេហៅយើងទៅបញ្ចូលមនោគមវិជ្ជាសិនគេឲ្យមើលរូបតបៅទៀតអញ្ចឹងទៅគេឲ្យមើលនៅមហាសទ្ធីគេឲ្យមើលអញ្ចឹងទៅយើងតាំងចិត្តថាគឺលោកទុកចិត្តយើងថាហើយគេប្រាប់យើងស្អែកអ្នកឯងត្រូវនិយាយថាស្អែកអញជាសទ្ធីគេឲ្យនិយាយចេះដល់រីសិនដល់ទៅពេលយើងអាមនោគមវិជ្ជានឹងចូលខ្លួនទៅយើងដើរទៅភ្លឺបងណាយើងថាយើងស្អែកជាសទ្ធីតែមានអីទេហើយយើងយកអានឹងទៅបញ្ចុះបញ្ចូលអ្នកដទៃទៀតក្នុងអំឡុងពេលហ្នឹងគឺយើងលក់ផលិតផលរបស់គេហ្នឹងឯងលក់ផលិតផលរបស់គេហ្នឹងអានឹងគេហៅថាបោកប្រាស់ជាបណ្ដាញណាកូនសិស្សសូនរ៉ាខ្ញុំទាញបាន2នាក់ដែរតាំងនៅស្រុកខ្មែរយូរហើយបញ្យលគ្រូទៀតណាអ្នកខ្លះមនោគមវិជ្ជាហ្នឹងខ្លាំងជាងមនោគមវិជ្ជាខំវិសនាលិចទឹកទៅទៀតបងប្អូនលិចទឹកទៅទៀតនិយាយនឹងប៉ះចំមានបងប្អូនហើយសគាចិត្តតែអៀនចុះសូនរ៉ាខ្ញុំជម្រាបប្រាប់ថាចេះសរុបសេចក្តីមកហើយមុននឹងខ្ញុំមានយោបល់
ជាគំនិតសម្រាប់ខ្ញុំទៅកាន់ប្រិយមិត្តបុព្វហេតុនៅក្នុងប្រទេសកម្ពុជាដែលពាក្យគ្រូជោគជ័យคล้ายទៅជាណែក្លិនស្អុយនិយាយស្រីមកគឺទី1គេកំណត់ភាពជោគជ័យដោយលុយមិនមែនដោយខ្លឹមសារជីវិតនៅពេលដែលកំណត់ភាពជោគជ័យដោយលុយគេប្រៀបធៀបគេយកទ្រឹស្ដីអាជីវកម្មណែមហាសេដ្ឋីជុំវិញពិភពលោកយកមកឲ្យយើងនឹងមានភាពត្រេកត្រអាលឲ្យយើងនឹងខ្លាយជាមហាសេដ្ឋីដែរទី1ទី2គឺគេបានប្រើប្រាស់ទ្រឹស្ដីទាំងអស់នោះនេះណាដើម្បីទៅបម្រើអាជីវកម្មបញ្ចូលមនោគមវិជ្ជាអូសទាញអតិថិជនហើយវាคล้ายទៅជាការបោកប្រាស់សម្រិទ្ធចុះសម្រាប់សូនតារាធ្វើទៅមិនដេចដើម្បីជោគជ័យអានេះដែលបងប្អូនចង់ដឹងរំលឹកតើអូនចម្លើយខ្ញុំមិនមែនជាគ្រូឬក៏អីទេប៉ុន្តែខ្ញុំអាចផ្ដល់យោបល់ប្រាប់បងប្អូនបានដើម្បីជោគជ័យយើងអាចអានសៀវភៅកម្លាំងចិត្តយើងអាចស្ដាប់អ្នកលើកទឹកចិត្តទៅទីរគ្រូជោគជ័យបច្ចុប្បន្នហ្នឹងបើតាមខ្ញុំឲ្យគេហៅដូចជាអ្នកវាគ្មិនលើកទឹកចិត្តមិនត្រូវវាគ្មិនជំរុញទឹកចិត្តត្រូវជាងពីព្រោះកម្មវត្ថុរបស់គ្រូជោគជ័យគឺជំរុញទឹកចិត្តវាគ្មិនជំរុញទឹកចិត្តពាក្យសូនារាខ្ញុំប្រើពាក្យហ្នឹងខ្ញុំថាបើប្រើពាក្យហ្នឹងគឺត្រូវអត់មានខុសទេជំរុញទឹកចិត្តមនុស្សហ្នឹងឲ្យស្វាហាប់ឲ្យគិតវិជ្ជមានឲ្យមើលផ្លូវឆ្ងាយឲ្យមានទស្សនវិស័យត្រូវអែមថៃប៉ុន្តែបើថាគ្រូជោគជ័យខុសវាគ្មិនជំរុញទឹកចិត្តត្រូវគេហៅ motivational speaker ដូចបកជាភាសាអង់គ្លេសណាហើយ motivational speaker ហ្នឹងគេហៅថាវាគ្មិនជំរុញទឹកចិត្តហ្នឹងវាមានផ្នែករបស់វាទៀតវាមានផ្នែកចិត្តសាស្ត្រវាមានផ្នែកសេដ្ឋកិច្ចវាមានផ្នែកហិរញ្ញវត្ថុវាមានផ្នែកច្បាប់វាមានវាគ្មិននីមួយជំនាញសម្រួចនីមួយឬក៏វាគ្មិនជំរុញទឹកចិត្តទូទៅ Lotus មួយនេះ motivational speaker ដើម្បីជោគជ័យបងប្អូនទី1អាចស្ដាប់អ្នកជំរុញទឹកចិត្តពីព្រោះមនុស្សពេលខ្លះត្រូវការទីប្រឹក្សាត្រូវការអ្នកជំរុញទឹកចិត្តត្រូវការអ្នកផ្ទះកាភ្លៀងត្រូវការអ្នកឆ្កឹះត្រូវការអ្នកដាក់អារម្មណ៍ត្រូវការកម្លាំងចិត្តអ្នកជំរុញវាគ្មិនជំរុញទឹកចិត្តហ្នឹងគឺជាអ្នកកម្លាំងចិត្តគឺជាអ្នកបច្ឆេះឲ្យកម្លាំងចិត្តយើងភ្លឺថ្លាឡើងប៉ុន្តែបងប្អូនត្រូវរៀនជំនាញបណ្ឌិតជួនចង់ជោគជ័យទៅចុះឈ្មោះរៀនវគ្គជោគជ័យអត់ជោគជ័យទេគឺជោគជ័យតែគ្រូជោគជ័យទេមិនចឹងយើងចុះកាន់តែច្រើនគ្រូមិនជោគជ័យយើងបងលុយយើងអត់មានជោគជ័យអីទេចង់ជោគជ័យត្រូវស្វែងរកជំនាញរាជនីសំដែលយើងចូលចិត្តហើយពូកែកុំផ្ដោតទៅលើលុយមួយយ៉ាងបើយើងផ្ដោតទៅលើលុយប៉ិតណាយើងអាចខ្លាយជា Bill Gates ស្រីទៅយើងអាចខ្លាយជា Elon Musk ប៉ុន្តែគ្មាននរណាម្នាក់សិតតែជា Elon Musk ទេសូម្បីតែអាមេរិកបកកែយ៉ាងណាក៏ដោយព្រោះអ្នកមាននៅលើពិភពលោកនេះវាមានតិចយើងត្រូវចាំចេះយើងអាចញ៉ាំងខ្លួនយើងឲ្យប្រសើរឡើងបានអញ្ចឹងយើងអាចស្ដាប់គ្រូយើងអាចស្ដាប់វាគ្មិនជំរុញទឹកចិត្តអានេះហៅវាគ្មិនជុំកម្លាំងចិត្តជំរុញយើងអាចថាវាគ្មិនកម្លាំងចិត្តក៏បានដែរឬក៏វាគ្មិនវាគ្មិនជំរុញទឹកចិត្តបងប្អូនត្រូវរៀនជំនាញអីក៏ដោយបងប្អូនធ្វើនាឡិកាក៏ដោយក៏បងប្អូនអាចខ្លាយជាជំនាញមួយដែរបងប្អូនណាកាត់ប្រសក់បកែក៏ជាជំនាញមួយដែរបងប្អូនដើម្បីចង់ជោគជ័យក្នុងជីវិតមានជីវភាពធូរធារគឺត្រូវរៀនជំនាញណាមួយឲ្យច្បាស់ជាងឡានក៏ដោយបាញ់ថ្នាំឡានក៏ជាជំនាញបងប្អូនណាជំនាញកុំព្យូទ័រវិស្វករកុំព្យូទ័រវាមានផ្សេងទៀតវាមានវិស្វករកុំព្យូទ័រវាមានអ្នកសរសេរកម្មវិធីវាមានអ្នករៀបចំ website ត្រូវរៀនជំនាញអានោះជោគជ័យហើយត្រូវស្វែងរកខ្លួនឯងអាហ្នឹងមែនទេយើងចង់ធ្វើគ្រូយើងចង់មុខវិជ្ជាដែលអាចខ្លាយទៅជាអ្នកដែលអាចមានជីវភាពទូទៅបានឧទាហរណ៍ដូចជាអង្គិញើមែនទេវិស្វករឬក៏អ្នកគ្រូពេទ្យអានោះស្អាតខ្លាយជាអ្នកមានបានហើយអញ្ចឹងតើបងប្អូនចូលចិត្តទេ
បងប្អូនអត់ចូលចិត្តហឹមចន្ទទូចឹងហើយបានតែខ្ញុំនិយាយរឿងខាងដើមថាភាគច្រើនប្រទេសកម្ពុជាគេផ្ដោតលើលុយបងប្អូនទុកលុយមកដោយឡែកគិតរឿងអ្វីដែលយើងចូលចិត្តហើយសប្បាយចិត្តអ្វីដែលយើងចូលចិត្តហើយសប្បាយចិត្តអាហ្នឹងហើយគឺជាជោគជ័យហ្មងហ្នឹងគឺជាគុណភាពជីវិតជឿថាចុះលោកគ្រូជោគជ័យអីខ្ញុំស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្ដោតកំណត់ខ្ញុំបកកែតែហ្នឹងទេខ្ញុំបកកែតែហ្នឹងក្រៅពីអាហ្នឹងខ្ញុំអត់សូវបកកែទេហ្មងខ្ញុំអត់បកកែគ្រប់យ៉ាងទេមែនទេឬក៏អាចនិយាយថាចេះខ្ញុំអាចហៅខ្លួនឯងថាជាអ្នកជំរុញទឹកចិត្តអាចហៅថាជាអ្នកនិយាយជំរុញទឹកចិត្តឬក៏ជាអ្នកនយោបាយអញ្ចឹងបើនិយាយរឿងនយោបាយអានឹងខ្ញុំហ៊ាននិយាយប៉ុន្តែបើនិយាយអីផ្សេងខ្ញុំអត់ហ៊ាននិយាយទេខ្ញុំនិយាយកម្រិតទស្សនៈអត់និយាយកម្រិតនៃបច្ចេកទេសទេបើបច្ចេកទេសអត់ទេអញ្ចឹងបងប្អូនស្ដាប់សូនតារាណាបងប្អូនត្រូវរកជំនាញមួយឲ្យច្បាស់លាស់ប្រទេសនីមួយណាមានតែមនុស្សដែលមានជំនាញទេអមតបុតលិដែលអាចកសាងខ្លួនឯងបានជំនាញកាត់ដេរក៏ជាជំនាញបាញ់ទុតក៏ជាជំនាញឲ្យតែជំនាញហើយជំនាញខ្លះគឺជំនាញរបស់កំហើញខ្ញុំនិយាយចេះជាទូទៅពួកអ្នកមានគេច្រើនតែមានដោយសារជំនាញរបស់កំហើញអ្វីទៅជំនាញរបស់កំហើញមានន័យថារកឃើញអ្វីដែលអ្នកដតីរកអត់ទាន់ឃើញអញ្ចឹងអ្នកនឹងតម្រាំតែអ្នកដតីធ្វើតាមមុខរបរមួយដែលយើងបានបង្កើតហើយយើងជោគជ័យគេចង់តាមយើងគេតាមយើងគេដើរក្រោយយើងបាត់ហើយប៉ុន្តែក៏មើលងាយមានទេគេវាយើងបានប៉ុន្តែជាទូទៅណារបស់ដែលយើងរកឃើញអ្វីមួយប្លែកបច្ចេកទេសក៏ដោយវិទ្យាសាស្ត្រក៏ដោយមុខចំនួនក៏ដោយណាពាណិជ្ជកម្មក៏ដោយឲ្យតែយើងនាំមុខគេអានឹងយើងវាយលុកទីផ្សារហើយអ្នកដែលឃើញយើងធ្វើអញ្ចឹងទៅធ្វើតាមយើងមិនងាយដូចយើងទេប៉ុន្តែជាទូទៅអានឹងកើតឡើងដោយកម្រអ្វីដែលបងប្អូនត្រូវយកចិត្តទុកដាក់សារសូនតារាចុងក្រោយគឺចង់ជោគជ័យក្នុងជីវិតកុំទៅចុះឈ្មោះរៀនវគ្គជោគជ័យគឺត្រូវចុះឈ្មោះរៀនជំនាញបងប្អូនអត់ចេះអីសោះបងប្អូនចូលចិត្តម៉ាស៊ីនត្រជាក់រៀនតែជាងម៉ាស៊ីនត្រជាក់ក៏ជោគជ័យដែរអាហ្នឹងខ្ញុំប្រាប់ហើយបើយើងចង់ឲ្យមានជោគជ័យធំយ៉ាងហ្នឹងយើងស្ដាប់វាគ្មិនជំរុញទឹកចិត្តអានេះវាគ្មិនជំរុញទឹកចិត្តត្រូវមិនមែនស្ដាប់គ្រូជោគជ័យទេលីតាអេនជែលទូស្ព្រៃចំណេះ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាលីឈុនលេងស្រាច់ខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ខ្ញុំធ្លាប់ឆ្លើយទៅនិយាយទៅចង់នៅប្រធានបទនឹងវាក្តៅដែរបងណាគេថាចុះឯងនឹងជោគជ័យអីហើយមានជាសួរសូនតារាច្រើនណាស់ខ្ញុំធ្លាប់និយាយច្រើនដងចាញ់ខ្យល់ច័ន្ទរាជាកូនសិស្សសូនតារាខ្ញុំឆ្លើយថាខ្ញុំអត់មានជោគជ័យអីផងគឺថាបើអត់មានជោគជ័យអីឯងប្រឹងនិយាយទៅអីខ្ញុំជោគជ័យក្នុងការនិយាយហ្នឹងណាពួកនោះវាអត់យល់ហើយខ្ញុំនិយាយលើកទី2ហ្នឹងណាតែដល់គេថាចឹងឯងនិយាយរាល់ថ្ងៃហ្នឹងឯងមានជោគជ័យអីហើយខុតចាំស៊ីណាខ្ញុំថាខ្ញុំអត់មានជោគជ័យផងពីព្រោះខ្ញុំដឹងថាអ្នកហ្នឹងនិយាយជោគជ័យសំដៅលើថាតែខ្ញុំមានលុយដូចគិតមិនអត់ព្រោះហ្នឹងមិនគោលដៅខ្ញុំឯណាមែនទេមិនគោលដៅខ្ញុំឯណាខ្ញុំមានជំនាញរបស់ខ្ញុំមួយគឺស្រាក់ខោជនបដិការសាស្ត្រាចារ្យទស្សនវិជ្ជាមានន័យថាខ្ញុំបានហើយហ្នឹងខ្ញុំអត់ត្រូវការទៀតទេសាស្ត្រាចារ្យទស្សនវិជ្ជាស្រាច់ខោជនបដិការល្បីពេញពិភពលោកទូទាំងប្រទេសឥឡូវសូនតែឯងនឹងល្បីស្មើសូនតារាអត់ភាពល្បីរបស់សូនតារាគឺជាជោគជ័យបាត់ហើយអាហ្នឹងហៅជោគជ័យបាត់មែនទេធ្វើឲ្យហ៊ុនសែនហ៊ុនម៉ាណែតដេកយសពអាក្រក់ខ្លាចសមត្ថភាពរបស់សូនតារាអាហ្នឹងគឺជាជោគជ័យមួយចាំមិនគាត់និយាយអញ្ចឹងខ្ញុំតបវិញបាត់មកតែគាត់យល់ថាទៅពិចារណាមកគេថាសូនតារានឹងវាជោគជ័យហើយខ្ញុំថាមិនជោគជ័យទេបើប្រៀបធៀបខ្ញុំទៅជាមួយគិតមេងជាមួយនោះគេថាបើឯងមិនជោគជ័យឯងប្រឹងនិយាយទៅអីខ្ញុំជោគជ័យនៅក្នុងការនិយាយហ្នឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់មិនបានថាសូនតារាជោគជ័យក្នុងការនិយាយកុំឲ្យបងឆ្ងល់មនុស្សនៅជុំវិញពិភពលោកឲ្យតែខ្មែរស្គាល់សូនតារាដោយសារតែការនិយាយដែរបើខ្ញុំមិននិយាយតើមាននរណាគេស្គាល់ខ្ញុំអាហ្នឹងឯងគេហៅថាជោគជ័យក្នុងការនិយាយហើយសួរថាអាណាក៏ចេះនិយាយដែរបើអញ្ចឹងមានទូរទស្សន៍ដូចសូនតារាណែណាដែលមានការផ្សាយផ្ទាល់ការពី Facebook វាមិនតន់រឹតបន្តឹងបងណាបងប្អូនមើល20-30k មើលផ្ទាល់ឥឡូវហ្នឹងសូម្បីតែ Facebook រឹតបន្តឹងក៏នៅតែច្រើនជាងទូរទស្សន៍គណៈបកប្រជាជន2000ប៉ុកបងប្អូនទៅកើតគណៈបកប្រជាជនអ្នកដែលបកកាយនិយាយមិននិយាយដូចសូនតារាតើមានអ្នកមើលអត់ទេបងប្អូនណាលើកលែងតែ page ហ្នឹង boot បងលុយទៅឲ្យ Facebook ប៉ុន្តែបើថាឲ្យនិយាយធម្មជាតិសុទ្ធចេះដូចសូនតារាអត់មានអ្នកមើលទេអាហ្នឹងហើយគេថាឯងនិយាយនឹងសង្គមសម្រិត
bàn chụp chơi ấy ớt chụp chơi thì ớt chụp chơi hay chơi thì ấy thật nhóm chụp chơi được nông can này vậy này ngày ly sọc liềnประเทศละบัดตีมวยแต่ปัจจุบันยังเกินใครไม่คือโดยสาแต่บางคนสู้จังอันนั้นก็ต้องจะก้มประเทศละบัดตัวมวยเดี๋ยวจ้องให้บางคนจำสบายสบายจงกลางยังแต่ได้เลยจ้องนะจ้องจุกใจกองจ้องชั่วโมงเรียนแวะจุกใจปัจจัยบางคนอาจตื่นสิขาสละสักนัดเวียกมันจุ่มเริงตัดจัดบานแต่ไม่ไอ้ตัดจัดยืนนั่งเวียกคลั่งปัจจัยบางคนเราไฟรบจุ่มนิ่งหน้ามวยบางคนปัจจุบันเราในประเทศกัมพูชานะนิ่งมาเส้นเดียเจอนะบางคนเรียนจีนเรียนจุดจุลมาเส้นเดียเอาบ้าจุกใจอัดแบกบ่ายดิคนมาไหนขยมดักขนมประเทศระบาดตีมวยดิเนี่ยมีนปริยมัดมันเนี่ยเราพญาซาหมกขยมแต่ยังเอาขยมดักประเทศระบาดทัชบุนาก็เธอก็บางคืนโยงแล้วขยมโยงมันสั่นลีตาแอนเจอตุชตุ่มป้อเฟซบุ๊กคนมาไหนแต่ก็บังคับตุสได้ตุสนะวิตูจันลาวสูพอนั้นโจจำเนียนโซนดาราไม่ôngขยมเรียนทางน้องอันนั้นบางอย่างท้าจบใจอะจำเนียนเนี่ยตุสนะไปจี้จำเนียนหรือว่าโซนดาราอันนั้นจี้จำเนียนหมดสิบุญมั้งแต่ตุสนะจี้นั่นน่ะกูเรียนนั่นน่ะกูเกิดนั่นนั่นยัยบ้านนะอ๋อจอบเอายัยจังจี้จำเนียนเป็นไงท้ามันเมียนเนี่ยนะเฟื่อบ้านดอยสรุ่นดอยเฟื่อบ้านดอยสรุ่นเป็นยังไงจำเนียนด้วยใส่แต่กัดด้วยเชียงหลานนั่นนะอันนั้นจี้จำเนียนอยู่เลยก็เลือกยกทฤษฎีเหล่าสู้ตัวสนะวิตูฉันได้ในยัยท้าขยมมาบันยัยไปสร้างเลยก็บอกจีไปสร้างเลยเนี่ยประยุทธ์ปัดประกัดมันได้ขังเนี่ย the true fighter is never angry อันนี้จะเราบอกไปสร้างเลยกับทางเจเนี่ยประยุทธ์ปัดประกัดจัดเจรสาคือมันได้ขังเป็นนู่นมินปริยมัดมันเนี่ยกดชูจับนะกดชูจับนะกดก็พญาอัตบดนั้นหมกขยมโดยกดโซเซท่าลูกครูปัจจิชูจับครั้งนะเพิ่มสำได้คนมันไหนนะบางสั้นจี้คล้วนมันคังให้เอาไว้บานเจียจับเอาปกลูกครูเป็นเจียกำลังไปแบบเอาจับเอาปกลูกครูเจียจับหนักมั่งคังลูกครูกดขังบางคนในมือหรือคนในเฟซบุ๊กนั่งสั่งทักดักรูปกระตกกระตากระหอมากกดเก่งหนึ่งสำได้ก็ได้โซนดาราไอ้เปรย์ปีกำหังหนึ่งพิษสเตรสระบกวดไอ้บกวดบางโจรเมื่อกวดดังเอาไอ้เต้าจีสมเนาวิ่งเอาไอ้เต้าจีสมเนากดเศร้าบางคนนะโดยขยมตอบจะไม่กดทำไมขยมท้าคนแบบไหนซอซาโซนดาราบังอัดคล้วนเองเตตาก็เศร้านึกซ้อนก็แต่โอ้นักเคยมันดอลมินี่ทำไมมินี่ท่าเนี่ยประยุทธ์ได้มันจะขังคือโซนดาไอ้จำในเนี่ยประยุทธ์ได้เชลชาวปูปิ้งอะไรกับหังคือคนมันไหนนั่นคนใส่ติดๆยมนี่ไงมันเนี่ยบอกว่าไอ้พิจารณาก็เนี่ยมันโซนดาเกิดดำจุงไม่มีพวกโลกคือจีเนี่ยประยุทธ์ได้เมียนกรมสลัดหัวเฮ้ยมันเกลียวกรอบเฉียวชาวบางคนจีไปแซ่ขยมมือขยมไม่ใช่ถักใบจำนวนจะจบขยมกระถางบางคนกึศจังขยมกึศถักบางคนกึศจังตีมวยการใส่ตัวระบบขยมคือเมียนละขณะพิเศษได้ขณะปักไปจีจนมันไอ้เฟื่อบานโดยซาแต่ปิปิโลจิกvật chia sẻ sắc chặt thoa sắm mánh nghĩa dược tàu mà nu sạp bàn chẳng ai bàn chỉ phơi ai tu được bao sơn ra sông bay tại đẹp trôi bằng quấn đại bàn trôi mờ hỏi có tao tại căn từ tạm sông bay tại đẹp phơi cá có đặt cạn từ chia sông bay tại đẹp bạc lán có đặt nơi khung nè rụt chấn hai sông bay tại đẹp đây là dây thả ấy cho sơn ra nó ngồi mà nu chuỗi mẹ sắp tại sẽ đặt ban tại mà mình tất có chỗ chiên kê môn tự tiệt mình tại sân kèm của mình nó say kèm vào đây đánh gì này đấy nó con mình to của mình tiếp vào con kèm của mình ba khi ti lốt trầm mà khơi nhà trầm chất cho là xà
ăn keng tận óc một con là tao lừa của keng là máu trong của keng giờ ấp lốn chẳng mà đăng chỉ ấp khơi mà còn ấp khơi sống tục nhưng bắt internet làm tách hay nhưng bằng là với bong ôn trong ở comment sản đắng chẳng là một thiên là bắn sấm khánh ba ô màu với nha và tắt bắt dù và tắt bắt dù mình ok ở đây bánh keng mà còn á lấy khơi nhà sầm nang nói thành đất cọc xì sụp thành đất thôi mà đa tao lục cừu bà lấy nhung trong anh ấy chúng ta like comment chặt nhung trong ai bong ôn sờ xe lấy bầm pơ nhung trong đằng bờ sân chia bong ôn sân na mà nét sờ xe lấy bầm pơ mình đi tham bong ôn màn lư nhung mà chúng ta comment để nhung mơ nó với chi comment chặt xin kể số bong ôn mình nét sờ xe lấy bầm pơ comment lấy bầm pơ vàรัฐบาลអត់តាន់ទេក្រងកោតឈឹមពិសិដ្ឋអូចិនដាសាចិនចន្ទរាសាតបត្រូវលេខ7តទៀតមានន័យថាបងប្អូនឮខ្ញុំបងប្អូនទី1គឺចំណុចខ្ញុំគិតថាបងប្អូនគិតអញ្ចឹងចំណុចទី2អានេះឪពុករបស់ខ្ញុំត្រូវចាប់ជាចំណាត់ខ្មាំងរាល់ថ្ងៃសួងឈាមគាត់កំពុងតែជាប់នៅក្នុងគុកទាំងឈឺក្នុងទើបតែចេញពីវគ្គកាត់នៅប្រទេសថៃហើយបងប្អូនមើលចំហនិងស្មារតីរបស់សូនតារាប្រៀបធៀបទៅអ្នកដតីទៀតដែលមិនមានគ្រប់រហូតដល់គេចាប់ជាចំណាប់ខ្មាំងផងខ្លះគេថាចុះហើយវណ្ណាអត់ទេកុំយកសូនតារាទៅក្បែរទៅប្រៀបធៀបនេះពីព្រោះយើងមិនដឹងថាខ្ញុំនិយាយបើកវងកញ្ចក់តែបន្តិចតើអូនប្រុសហើយវណ្ណានៅក្នុងគុកឬក៏នៅផ្ទះមិនចេញទៅណាពីព្រោះអត់ដូចអត់ដែលឃើញណែខ្ញុំអត់ដឹងដែរបើក្រុមគ្រួសារខ្ញុំគឺមានឡើងតឡាការឃើញមានដឹកមានអាស៊ីសេរីមានអីទៅចុះមានមេធាវីអង្គការប៉ុន្តែបងអូនប្រុសហើយវណ្ណាខ្ញុំអត់ដឹងថាតើគាត់មានមេធាវីគាត់មានអង្គការឬក៏គាត់ជាប់គុកនៅឯណាឪពុកខ្ញុំជាប់គុកនៅខេត្តកំពង់ស្ពឺចុះហើយបណ្ឌិតក៏ជាប់គុកនៅឯណាអត់ដឹងយើងវាអត់ដឹងថារឿងហ្នឹងគឺវាជាប់គុកមែនទេឬក៏យ៉ាងម៉េចណាមិនបានថាចឹងលោកគ្រូនិយាយចឹងអត់ទេសុផាន់រិទ្ធអូយើងវាអត់ដឹងមែនឥឡូវខ្ញុំសួរអ្នកណាដឹងចាំមកខ្ញុំកែតម្រូវខែណាឲ្យតែបងប្អូនដឹងខ្ញុំកែតម្រូវព្រោះមិនវិជាសាស្ត្រព្រោះបងប្អូនដឹងថាតើហើយបណ្ឌិតបងអូនហើយបណ្ណាជាប់គុកឬក៏នៅផ្ទះមិនឲ្យចេញទៅណាក៏មិនឲ្យឃើញណាឬក៏យ៉ាងណាបើដឹងបងប្អូនគាត់នៅខមមិនមកបើអត់ដឹងទេចឹងបងប្អូនកុំយកទៅប្រៀបធៀបអាកន្លែងនេះខ្ញុំចង់និយាយថាមែនទេក្រុមគ្រួសារសូនតារាណាទាំងមូលដូចចំនួនប៉ុលពតត្រូវគេចាប់ជាចំណាប់ខ្មាំងប៉ុន្តែគ្រាន់តែឪពុករបស់ខ្ញុំគេចាប់ដាក់គុកប៉ុន្តែបងប្អូនត្រូវមើលថាតើសូនតារាមានទៅក្រីក្រោកជាបចៅអានេះខ្ញុំលើកករណីចុះដូចហើយវណ្ណាគាត់ជេរសម្ដេចតេជោលេងពាក្យនឹងខ្ញុំមិនហ៊ានថាតាមផងបងប្អូនអាក្រក់ពេកដូចពាក្យអាមឹងចឹងទៅអាយ៉ាអាយាយលេងធ្វើថាឯងធ្វើអាលាយរឿងនាំគ្នាលើកតបនាំទៅពាត់ផ្ទះវាអីចឹងមកសូនតារាមិនត្រឹមតែមិនប្រើអាពាក្យចឹងបងប្អូនណាមិនដែលសម័យឃើញថាអញ្ចឹងវាគួរតែមាននៅក្នុងប្រទេសកម្ពុជាទៅទៀតខ្ញុំមិនដែលសម័យឃើញទៅទៀតមិនដែលទៅថាអូទៅបងប្អូននាំគ្នាទៅដេញវាឡើងយន្តហោះហើយអានឹងសិតតែជាការរៀបចំសារទាំងអស់សិទ្ធិសាដែលរៀបមនុស្សរៀបចំទាំងអស់វាទៅលោកគ្រូយួរមិនដែរនិយាយវានិយាយម្ដងចុះកុំឲ្យអមមានពេលខ្លះកុំឲ្យមនុស្សនោះវាចូលម៉ោងពេកទៅលោកគ្រូដឹងយូរណាស់ខ្ញុំដឹងយូរហើយបើតែមិនចឹងបងប្អូនបើមានប្រយោជន៍ខ្ញុំនិយាយថ្ងៃនេះវាចូលប្រធានបទមានប្រយោជន៍ណាបើអត់ប្រយោជន៍ខ្ញុំអត់និយាយអត់ប្រយោជន៍ចឹងបើបងប្អូនណាស្គាល់សូនតារានិយាយរឿងមានដែលមានប្រយោជន៍ដល់ផ្នែកកំណត់អាលីស៊ូអញ្ចឹងមានន័យថារឿងស្អីគាត់និយាយទេមនុស្សហ៊ុនសែនមានគ្រប់ទីកន្លែងបងប្អូនណាគ្រប់ទីកន្លែងរីករាយសោះអញ្ចឹងកន្លែងនេះ David Marina ចំណុចទី2ដែលថាសូនតារាមិនចេះខឹងត្រូវខ្ញុំទើបជាអ្នកប្រយុទ្ធបិទប្រកាសសំបីតែហ៊ុនម៉ាណែតបញ្ជាកងកម្លាំងឲ្យចាប់ឪពុកខ្ញុំជាចំណាប់ខ្មាំងសូនតារានៅតែដដែលនៅតែប្រយុទ្ធដដែលហើយខ្ញុំមានដូរចំហថាហៅហ៊ុនម៉ាណែតហៅសម្ដេចតេជោទៅជាអត់មានទេសូនតារាពីមុនមិននៅអញ្ចឹងណារបៀប logic របៀបសច្ចធម៌របៀបនិយាយរកយុត្តិធម៌មែនទេរបៀបដែលសូនតារាថាយ៉ាងម៉េចពីមុនគឺនៅតែអញ្ចឹងមានន័យថា
ខ្ញុំចាត់ទុកទង្វើថោកទាបរបស់អ្នកគឺឆ្លោះបញ្ចាំងពីអត្តចរិតរបស់អ្នកមិនមែនជាអត្តចរិតរបស់ខ្ញុំទេហើយបើខ្ញុំខឹងទៅក៏វាដុតរោលតែខ្លួនឯងមិនអាចទៅសង្គ្រោះប្រទេសជាតិឬក៏ផ្លាស់ប្ដូរផ្នែកកំណត់អីបានទេពីព្រោះបងប្អូនចាំទ្រឹស្ដីសូនតារាខ្ញុំយល់ច្បាស់អំពីច្បាប់ធម្មជាតិនៅក្នុងរបបដេរឆានដូចខំលឹមគាត់និយាយណារបបព្រៃផ្សៃដេរឆានណាអ្នកខ្លាំងកំណត់សន្តិភាពខ្ញុំមិនអាចកំណត់សន្តិភាពឲ្យឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំបានទេព្រោះខ្ញុំជាជនទុនខ្សោយមានតែក្បាលមួយហ៊ុនសែនហ៊ុនម៉ាណែតជាអ្នកកំណត់សន្តិភាពអញ្ចឹងខ្ញុំមានតែពឹងទៅលើហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងណាបើនៅក្នុងប្រទេសហ្នឹងហ៊ុនសែនហ៊ុនម៉ាណែតចង់យកមនុស្សចងទៅវាយចោលខ្ញុំកំណត់អត់បានទេដោយរបបប៉ុលពតហ៊ុនសែនមិនអាចកំណត់សន្តិភាពបានទេគឺប៉ុលពតកំណត់សន្តិភាពអញ្ចឹងបានក៏រត់ទៅស្រុកយួនណាក្តុកសវ៉ាអាហ្នឹងខ្ញុំយល់ច្បាស់ទេដូច្នេះបើយើងរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតហើយយើងធ្វើគំរូនិងសកម្មភាពដូចទៅនឹងរបបប្រល័យពូជសាសន៍ប៉ុលពតយើងយកដៃកងថ្ងាសទៅសួរថាតើយើងថាតើអញជានរណាសួរខ្លួនឯងណាថាអញជានរណាអញរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ប៉ុលពតប៉ុន្តែអញធ្វើដូចពួកប្រល័យពូជសាសន៍ប៉ុលពតតើអញជានរណាចំណុចទី2បងប្អូនអាសាខមមិនតែគៀងខមមិនខ្ញុំជុំនិយាយទៀតណាជិះផ្សេងខមមិនទាំងអស់មែនទេសុកកៅពៅចំណុចទី2បងប្អូនសូនតារាដូចតែខ្ញុំនិយាយមកបាញ់មិញហ្នឹងពួកគណៈបកប្រជាជនមួយចំនួនគេថាបើឯងជោគជ័យស្អីរាល់ថ្ងៃនេះខ្ញុំថាខ្ញុំអត់ជោគជ័យផងព្រោះទីបំផុតព្រោះអ្នកឯងវាតម្លៃទៅលើលុយខ្ញុំមិនជោគជ័យណារណ្ដាប់ខំវិយអត់ឃើញទេបងណាអញ្ចឹងឯងជោគជ័យអីបើឯងមិនជោគជ័យក៏ប្រឹងនិយាយម៉េចហុយស្រីលៀបឲ្យខ្ញុំជោគជ័យនៅក្នុងការនិយាយហ្នឹងហើយអញ្ចឹងចំណុចទី3ណាបងប្អូនខ្ញុំនិយាយវីដេអូសូនតារាមួយដែលល្បីល្បាញបំផុតសុភាពគឺវីដេអូនៅក្នុងចំណោមវងចចកស្រេកឃ្លានឈាមណាដែលអ្នកដតីគេគិតថាមិនអាចទ្រាំបានទេច្បាស់ជាបើមិនកាំងបេះដូងងាប់ក៏ត្រូវតែដកស្បែកជើងវាយក្បាលហើយងាប់ចោលបងប្អូននៅក្នុងនេះទ្រាំបានទេថាឈ្មោះណាទ្រាំមិនបានទេបងប្អូនមានដឹងថាតើមានaiឃើញវីដេអូហ្នឹងទេនេះទេពសន្តិភាពបងប្អូនមានaiឃើញវីដេអូហ្នឹងទេសួរថាតើហ៊ុនម៉ាណែតអាចធ្វើបានទេណាអត់មានហ៊ុនម៉ាណែតមិនអាចធ្វើបានទេបងប្អូនមែនទេអ៊ីប៊ុនហុងគឺនៅក្នុងវេទិកាជួងមួយគ្រូម៉ុងតូវីដេអូហ្នឹងល្បីជាងគេរហូតមកទល់ឥឡូវនេះខ្ញុំខូច account Facebook ពីមុនខ្ញុំមិនទាន់ប្រើ page ទេខ្ញុំបង្ហោះ2ដងអ្នកមើលឥឡូវហ្នឹងប្រហែលជា10 លានបងប្អូនណាជាង10 លាន11 លានអ្នកដែលបានមើលវារង11 លាន11 លានបងប្អូនប្រជាជនខ្មែរយើងមានប្រមាណមែនទេត្រឹម16 17 លានហ្នឹងមិនន័យថាវាជាងពាក់កណ្ដាលចង់និយាយថាឲ្យតែមនុស្សដែលមាន Facebook គឺមើលទូរទស្សន៍សូនតារាមើលអាវីដេអូនៅវេទិកាជួងទាំងអស់អាហ្នឹងគឺអ្នកប្រយុទ្ធពិតប្រាកដមិនអ្នកចូលទៅក្នុងវេទិកាមួយដែលគេជេរប្រមាថឪពុកម្ដាយឥឡូវបានតែខ្ញុំយកហ្នឹងមកប្រៀបធៀបថាហ៊ុនម៉ាណែតនិងខឹមវាសនាអាចប្រៀបធៀបគ្នាបានហ៊ុនម៉ាណែតចាត់ឪពុករបស់ខ្ញុំដាក់គុកខឹមវាសនាប្រមាថអាយុជីវិតឪពុកម្ដាយរបស់ខ្ញុំចុះសូនតារាអំឡុងពេលដែលខ្លួនម្នាក់ឯងឈរនៅក្នុងចំណោមមនុស្ស500នាក់ពោពេញទៅដោយសម្រែកនឹងការចង្អុលមុខសក្រឹតថ្មិញចង់វាយសម្លាប់សូនតារាសគុណធីបុននៅក្នុងវេទិកានឹងមិនត្រឹមតែសក្រឹតថ្មិញចង្អុលមុខស្រែកជាបចៅសូនតារានៅក្នុងវេទិកាម្នាក់ឯងទេថែមទាំងប្រើប្រាស់វេទិកានោះប្រមាថអាយុជីវិតម្ដាយឪពុករបស់ខ្ញុំទៅទៀតដូចហ៊ុនម៉ាណែតបេះណាប៉ាងឡាំគ្រាន់តែគ្រប់អង្គថាហើយតែមិនគេដូចចាញ់សូរយ៉ាគឺគ្រាន់តែអាមួយវាអត់មានអាវុធពួកជួងគណៈបកកុម្មុយនីសណាអត់មានអាវុធអត់មានកភ្លើងអត់មានតឡាការអត់មានកងទ័ពអញ្ចឹងគ្នាប្រើមកជោបាយជេរប្រមាថចង្អុលមុខស្វែកសុគ្រប់បំបាក់សូនរាប៉ុន្តែខ្ញុំម្នាក់ឯងបងប្អូនមានឃើញខ្ញុំស្រាប់ទឹកភ្នែកមានឃើញខ្ញុំទៅខឹងសម្បាគេចង្អុលក្បាលខ្ញុំប្រមាថអាយុជីវិតឪពុកម្ដាយរបស់ខ្ញុំបងប្អូនមានឃើញតែខ្ញុំទៅខឹងសម្បាអីទេអត់ទេមិនត្រឹមតែមានខឹងសម្បាទេគឺ
ខ្ញុំរក្សានៅស្នាមញញឹមដដែលហើយធ្វើឲ្យកូនចៅជួងជាង500នាក់បកាច់ដូចចង្រិតរស់ធ្លាក់នៅលើផ្ទះខ្លាញ់បងប្អូនសន្តារាម្នាក់ធ្វើឲ្យជួងមកវេទិកាដូចចង្រិតដូចសាច់វងចង្រិតរស់ធ្លាក់នៅលើផ្ទះខ្លាញ់ថាលូតក្តៅកឆេងកឆូនចំណុចនេះហ៊ុនម៉ាណែតលុយមិនអាចប្រៀបធៀបជាមួយសន្តារាបានទេឥឡូវនេះដូចគ្នាដែលខ្ញុំថាពួកបាក់ជួងវាអត់មានអាវុធវាអត់មានតឡាការវាអត់មានកាភ្លើងអញ្ចឹងវាចង្អុលមុខខ្ញុំវាអត់មានខ្មាស់អីចាប់ខ្ញុំទេហើយវាប្រមាថអាយុជីវិតឪពុកម្ដាយរបស់ខ្ញុំប៉ុន្តែដល់ហ៊ុនម៉ាណែតគាត់អត់មានទេគាត់អត់មានទៅអីទេគាត់មានអាវុធគាត់មានខ្នោះគាត់មានកាភ្លើងគឺគាត់ណែចាក់ឪពុករបស់ខ្ញុំជាចំណាក់ខ្មាំងតែម្ដងអានេះគឺជារឿងពិតអញ្ចឹង3ចំណុចនេះសរុបសេចក្តីមកដែលថាហ៊ុនម៉ាណែតសរសើរសន្តារាហេតុអីព្រោះមនុស្សប្រភេទហ្នឹងមានតែសន្តារាទេអត់មាននៅក្នុងខ្លួនហ៊ុនម៉ាណែតទេបើសិនជាគាត់លើកយកទ្រឹស្ដីណាមហាអតិទេរបស់ឡៅស៊ូថាអ្នកប្រយុទ្ធពិតគឺជាមនុស្សដែលមិនចេះខឹងគឺសន្តារាហ្នឹងឯងមិនមែនហ៊ុនម៉ាណែតទេខ្ញុំថា3ចំណុចទី1រាល់ការផ្សាយផ្ទាល់របស់សន្តារាមែនទេគឺអត់មានប្រើពាក្យអក្សរៈអសិលធម៌ទោះក្នុងកលៈទេសៈណាក៏ដោយទី2ទោះជាហ៊ុនម៉ាណែតចាប់ឪពុករបស់ខ្ញុំជាចំណាក់ខ្មាំងដើម្បីបង្ខំឲ្យខ្ញុំបិទមាត់ចុះចូលប៉ុន្តែខ្ញុំនៅតែមិនក្តៅក្រហាយដូចហៃវណ្ណាទៅប្រើពាក្យអាមឹងអក្សរៈអសិលធម៌អីទេអានេះណាទី3 Skyler Wood នៅក្នុងវេទិកាជួងមួយខ្ញុំជឿថាហ៊ុនម៉ាណែតមិនដែលបានមើលវីដេអូហ្នឹងល្បីវីដេអូហ្នឹងណាបើគិតទៅប្រហែលជាអ្នកមើល20លានបើយើងផុស3ដងម្ដងនោះអ្នកមើលប្រហែលវាខូចបងប្អូនណា page របស់ខ្ញុំទី1 page ទី1របស់ខ្ញុំផុសអាហ្នឹងដល់តែពេលដែលវាខូច page នឹងបាត់ទៅខ្ញុំក៏ផុស page ថ្មីណា page ដែលខ្ញុំបង្កើតឆ្នាំ2022 អា page ដែលខ្ញុំធ្វើនេះកើតឆ្នាំ2022ទេអា page មុនឆ្នាំ2022គឺខូចបាត់ហើយអា page នោះអ្នកមើលដូចជា13M ជាងនិយាយថា14ចុះមានន័យថាប្រជាជនខ្មែរ16លានអ្នកណាបងប្អូនសម័យហ្នឹងសម័យកាលពី 4-5 ឆ្នាំមុន16លានអ្នកណាអ្នកមើល14លានវាមានន័យថាអត់សល់តែណាម្នាក់ទេអត់សល់តែណាម្នាក់ទេវីដេអូនោះល្បីណាស់ឥឡូវខ្ញុំនិយាយទៅមើលហ៊ុនម៉ាណែតដែលអត់មានលក្ខណៈសម្បត្តិនឹងដូចសន្តារាអត់មានទេត្រង់ណាទី1ចាប់ឪពុករបស់ខ្ញុំនេះជាចំណាក់ខ្មាំងអានឹងគឺបញ្ជាក់ថាហ៊ុនម៉ាណែតខឹងសន្តារាមិនមែនមិនខឹងទេខឹងក្តៅក្រហាយជាមួយសន្តារាមិនដឹងធ្វើម៉េចគឺត្រូវតែចាប់ឪពុករបស់សន្តារាជាចំណាក់ខ្មាំងអានឹងច្បាស់មិននិយាយទេអានឹងហើយបានជាខ្ញុំថាទ្រឹស្ដីនេះគាត់និយាយនឹងថាបងប្អូនមួយចំនួនគាត់ទៅទើសប៉ុន្តែគាត់សរសើរសន្តារាគាត់អត់មានចំណុចហ្នឹងទេអត់មានចំណុចហ្នឹងទេគាត់បញ្ជាកងកម្លាំងឲ្យចាប់ឪពុកឲ្យហៅឪពុកសន្តារាដើម្បីទៅរៀបឲ្យចូលអន្ទាក់ចាប់នៅមុខទីបញ្ជាការកងទ័ពបញ្ជាក់ថាហ៊ុនម៉ាណែតក្តៅក្រហាយជាមួយសន្តារាក្នុងអំឡុងពេលដែលគាត់មានអ្វីគ្រប់យ៉ាងគាត់មានឪពុកជាមេបកជាមហាបរិសុទ្ធខ្លាំងទី1ក្នុងប្រទេសកម្ពុជាគាត់មានកងកម្លាំងប្រដាប់អាវុធទាំងអស់ប៉ុន្តែគាត់ចាញ់ធនជ័យម្នាក់ចាញ់អ្នកប្រាជ្ញម្នាក់បងប្អូនរឿងធនជ័យស្ដេចគ្រប់គ្រងផែនដីនិងសេនាពលរៀមសេនាពលទ័ពប៉ុន្តែប្រាជ្ញាចាញ់ធនជ័យម្នាក់ក៏ក្តៅក្រហាយជាមួយធនជ័យតាមរករឿងណាស៊ីវឡុងមីសប្រៀបជាមួយនឹងហ៊ុនម៉ាណែតសន្តារាដូចធនជ័យណែហ្វ្រីម៉ៅទី1ទី2ខ្ញុំនិយាយសច្ចធម៌ខ្ញុំភ្ជាប់ហ៊ុនម៉ាណែតទៅនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសុផាន់រិទ្ធអូព្រោះជាមនុស្សតែមួយយើងមើលសាររបស់ហ៊ុនសែនតើជាសារមនុស្សមិនចេះខឹងឬក៏ជាសារមនុស្សចេះខឹងសាររបស់គាត់គឺជេរលេងសិតតែអន្ទះបាញ់អាឡានបុកពោះអាពោះចត់អីចឹងទៅសារខ្លះទៀតថាឯងបើអញដឹងងាប់សារខ្លះទៀតទៅគឺសិតតែជាសារគំរាមកំហែងអាយុជីវិតពងបញ្ញាវឌ្ឍនាអានេះខ្ញុំនិយាយពីសារទូទៅសារទី3ពាក្យដែលល្បីដែលជានិមិត្តរូបរបស់ហ៊ុនគឺអីគឺកំតិចងើបមួយវាយមួយងើបពីរវាយពីរដូចសន្តារានិយាយថា
ងើបមួយវាយមួយងើបពីរវាយពីរគឺប្រើតែជាមួយជនទុនខ្សោយស្លូតត្រង់ដល់តែថៃចូលឈ្លានពានទឹកដីអត់មានប្រើហ្នឹងអាលីងអញ្ចឹងបានថាគាត់ឈ្នះបានតែជនទុនខ្សោយទេអាខ្លាំងហ្មងគាត់សំពះថ្វាយគុំបណ្ដោយនេះងើបមួយវាយមួយងើបពីរវាយពីរជាសារបញ្ជាក់ថាអ្នកឯងអត់មានចំណុចដូចទ្រឹស្ដីហ្នឹងថាមិនចេះខំទេចំណុចទី3ហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិរារាំងគណៈបកភ្លើងទៀនមិនឲ្យបោះឆ្នោតណាដកសិទ្ធរងឈុនដកសិទ្ធសុនចន្ទធីប្រធានអតីតប្រធានគណៈបកកម្លាំងជាតិអាទាំងអស់ហ្នឹងតើមនុស្សដែលមិនចេះខំអាចធ្វើរឿងដល់លាមកអញ្ចឹងបានទេលាមកថាផ្កាណាបន្លាថាស្បៃអានេះខ្មែរយើងថាចេះរឿងលាមកគឺថាលាមកថាផ្កាបន្លាថាស្បៃរឿងវាលាមកប៉ុន្តែអ្នកឯងថាផ្កាបន្លាអ្នកឯងថាជាស្បៃដល់ក្រអូបខុសលាមកថាផ្កាបន្លាថាស្បៃនៃខ្មែរល្អណាគីមជីសមានន័យថាមនុស្សដែលពោពេញទៅដោយកំហឹងប៉ុន្តែថាខ្លួនឯងនឹងជាសុភាពបរោះមិនចេះខំអាហ្នឹងឯងលាមកថាផ្កាបន្លាថាស្បៃបត់ចម្រៀងសុនសមុទ្រក៏មានដែរចំណុចទី4ស្អីគេនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នណាមនុស្សជាប់គុកដោយសារតែហ៊ុនសែននិងហ៊ុនម៉ាណែតខំទាំងអស់ឥឡូវនេះទៅខំរឿងសុខេព្រំខ្ញុំមិនដឹងថាស្អីគេទេយុវជនម្នាក់នៅថៃមិនដឹងជាគាត់ធ្វើខុសអីខ្ញុំមិនដឹងដែរណែតែសុំឲ្យថៃដេញតាមចាប់ហើយសារព័ត៌មានថៃពិសោធន៍ចំអកតែថៃបើចង់ឲ្យចាប់ស៊ីសងនៅថៃទេប៉ុន្តែឲ្យស្អីទៅថៃមែនទេមកចាប់ខ្មែរតើមិនមែនចាប់ថៃណានេះពិបាកណែខ្មែរគ្នាឯងសងគេបន់ឲ្យយើងវាយខ្មែរគ្នាឯងទេថាអានេះបងប្អូនឥឡូវបងប្អូនមើលក្នុងប្រទេសកម្ពុជាងាកគុកងាកគុ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 កងាកបាត់ញុះញង់ងាកគុកបាត់ញុះញង់ងាកគុកគុកបាត់ញុះញង់បាត់ញុះញង់គុកគុកគុកអានឹងដោយសារប្រទេសកម្ពុជាមានមេដឹកនាំដែលពោពេញទៅដោយកំហឹងឆេវឆាវក្រេវក្រោចអត់សេចក្តីសុខអត់សេចក្តីស្ងប់ក្នុងខ្លួនទេមួយថ្ងៃអង្គុយមើលតែខមមិនចងកំហឹងទៅចាប់មនុស្សដាក់គុកដែលអត់មានដែនកំណត់ហើយអត់មានចប់ទេបងបើកាលណាដឹកនាំដោយមេកំហឹងគឺសង្គមនឹងក្តៅរហូតព្រោះដឹកនាំដោយមេដឹកនាំភ្លើងណាព្រីស៊ីឡានីណៃណែមេដឹកនាំភ្លើងអញ្ចឹងភ័ស្តុតាងដែលខ្ញុំនិយាយនេះមានកន្លែងណាប្រឌិតទី1ខ្ញុំសរុបមកចាប់ឪពុកសូនតារាដាក់គុកជាចំណាប់ខ្មាំងអានេះបញ្ជាក់ថាអ្នកឯងនឹងខឹងសូនតារាហើយប្រាជ្ញាមិនដល់សូនតារាទេអ្នកឯងដឹកនាំប្រទេសមួយទាំងមូលប៉ុន្តែមានប្រាជ្ញាមិនស្មើមនុស្សម្នាក់ណាទី2អ្នកឯងចាប់មនុស្សដាក់គុកបច្ចុប្បន្នងាកគុកអានឹងដោយសារតែអ្នកឯងជាមេដឹកនាំកំហឹងទី3អ្នកឯងបិទសិទ្ធិសេរីភាពរំឈុនឬក៏សុនចន្ទធីដកសិទ្ធិធ្វើនយោបាយទី4អ្នកឯងរំលាយគណៈបកសង្គ្រោះជាតិគ្នារៀបរៀងគណៈបកភ្លើងទៀនខ្ទប់ចាត់កម្មសការដាក់គុកអាទាំងអស់ហ្នឹងណាដែលហៅថាមនុស្សដែលពោពេញទៅដោយកំហឹងហើយដែលខ្ញុំដាក់ប្រធានបទថាតាមពិតហ៊ុនម៉ាណែតសរសើរសូនតារាពីព្រោះមានតែសូនតារាទេដែលមានចំណុចដូចឡៅស៊ូអ្នកប្រយុទ្ធពិតប្រាកដគឺមិនដែលចេះខឹងឯចំណែកណាហ៊ុនម៉ាណែតគឺជាមេដឹកនាំកំហឹងចំណុចចុងក្រោយក្នុងប្រធានបទទី1នេះយើងចោទសួរថាហេតុអីបានថាហ៊ុនម៉ាណែតជាមេដឹកនាំកំហឹងបងប្អូនខ្ញុំនិយាយពីចំណុចហើយចំណុចទី1ខ្ញុំឧស្សាហ៍និយាយឥឡូវខ្ញុំនិយាយម្ដងទៀតជារៀងចាំមេដឹកនាំផ្ដាច់ការណាគេមិនដែលរើសអ្នកដឹកនាំឬក៏អ្នកស្នងនឹងជាសុភាពបុរសឬក៏ជាមនុស្សត្រឹមត្រូវទេពាក្យនេះខ្ញុំនិយាយ7-8ឆ្នាំហើយឥឡូវខ្ញុំនៅតែនិយាយដដែលសេរីរដ្ឋអាឌីគឺគេរើសអាណាដែលតែសាហាវផ្ដាច់ការជាងគេឲ្យមកបន្តវិញឲ្យស្នងតំណែងបងប្អូនមើលខ្ញុំឲ្យមើលរឿងសាមកុកហេតុអីបានជាសាមកុករើសយកឆៅភីជាអ្នកស្នងតំណែងជាស្ដេចពីព្រោះឆៅភីសម្រាប់ប្អូនបង្កើតរបស់ខ្លួនឯងយើងមើលនៅក្នុងប្រទេសកូរ៉េខាងជើងហេតុអីបានជាគីមចុងអ៊ីលលើកគីមចុងអ៊ុនឲ្យធ្វើជាប្រធានាធិបតីណាពីព្រោះនៅក្នុងចំណោមកូនទាំងអស់គឺគីមចុងអ៊ុនសាហាវព្រៃផ្សៃជាងគេបងប្អូនត្រូវចាំថា
មេដឹកនាំផ្ដាច់ការ Fabrici ដែលកាន់តំណែងដោយអង្គើផ្ដាច់ការមិនដែលរើសមនុស្សដែលជាសុភាពបរោះនិងសាហាវជាងនឹងមិនសាហាវណាឲ្យទៅដឹកនាំតំណែងចំពោះខ្លួនចំនួនខ្លួនទេគឺគេរើសអ្នកណាដែលសាហាវស្មើនិងសាហាវជាងចំណុចទី1ខ្ញុំនិយាយច្រើនដល់ខ្ញុំនិយាយមកទេហើយខ្ញុំឧស្សាហ៍និយាយដែររឿងហ្នឹងខ្លះគេថាអ្នកខ្លះគេមានជំនឿថាហ៊ុនម៉ាណែតគាត់ជាបណ្ឌិតសេដ្ឋកិច្ចនេះគាត់ជារៀននៅអាមេរិកគាត់មនុស្សជំនាន់យុវជនជំនាន់ថ្មីគាត់មានគ្រូក្បាលគាត់គឺគ្រូក្បាលកតិបណ្ឌិតខ្លះគេថាគ្រូក្បាលមនុស្សបញ្ញវន្តណាខ្ញុំឲ្យនិយាយខ្ញុំថាផេះអ្នកណានិយាយដើមគ្នាអីខ្ញុំដែរតបហើយអ្នកណាឲ្យគេនិយាយថាអូគេសង្ឃឹមថាហ៊ុនម៉ាណែតនឹងអាចប្រសើរជាងឪពុកព្រោះគាត់គឺជាបញ្ញវន្តគាត់ជាបណ្ឌិតសេដ្ឋកិច្ចគាត់រៀននៅប្រទេសសេរីគាត់មានផ្នត់គំនិតជាមនុស្សសេរីដូចជានៅអង់គ្លេសដូចជានៅអាមេរិកអញ្ចឹងគាត់ទៅដឹកនាំប្រទេសណាប្រហែលជានឹងធ្វើឲ្យកម្ពុជានឹងប្រសើរជាងផេះខ្ញុំឲ្យតែខ្ញុំតាពេកគ្មានណាដែលជឿខ្ញុំទេហើយខ្ញុំតែងតែបន្ថែមឃ្លាមួយអាទិស្ដីហ្នឹងមេដឹកនាំផ្ដាច់ការគេមិនដែលរើសយកអ្នកសុភាពបុរសឬមនុស្សដែលមានគុណធម៌ណាឆែកសវណ្ណជលសាយកមកដឹកនាំទេគឺរើសអាណាដែលសាហាវស្មើនិងសាហាវជាងកាន់តែសាហាវគូគេកាន់តែប្រគល់អំណាចទៅឲ្យអ្នកนั้นពីព្រោះមេដឹកនាំផ្ដាច់ការកាន់អំណាចដោយសារភាពព្រៃផ្សៃមនុស្សអត់សូវជឿសូនតារាដល់តែពេលឥឡូវណាក៏ជឿសូនតារាគាត់តាំងពីហ៊ុនម៉ាណែតឡើងមកណាគឺគុកសាហាវជាងហ៊ុនសែនទៀតពីមុននៅសម័យហ៊ុនសែនអាចនិយាយបានខ្លះណាចូលមកដល់ហ៊ុនម៉ាណែតនេះគឺថាគុកសាហាវជាងអីទាំងអស់បងប្អូនគុកសាហាវជាងអីទាំងអស់អញ្ចឹងមានន័យថាអ្វីដែលសូនតារានិយាយត្រូវបងប្អូនភ្លឺភ្នែកចំណុចទី1ចំណុចទី2បងប្អូនអាចសួរថាចុះមិនដែលឃើញម៉ាណែតគាត់និយាយពាក្យហិង្សាមិនដែលឃើញគាត់ស្អីផងគាត់ញញឹមអានឹងខ្ញុំធ្លាប់និយាយដែរបងប្អូនហ៊ុនម៉ាណែតណាគឺខុសពីហ៊ុនសែនប៉ុន្តែចិត្តគំនិតនិងសកម្មភាពដូចគ្នាហ៊ុនសែនគាត់មានអត្តចរិតពីធម្មជាតិក៏បានឆ្លងកាត់សាកលវិទ្យាល័យដូច្នេះគាត់ស្មោះត្រង់នឹងអត្តចរិតរបស់គាត់ជាស្មោះត្រង់នឹងអត្តចរិតមានន័យថាភាសាគាត់ភាសាអ្នកស្រុកអ្នកភូមិភាសាអ្នកស្រុកអ្នកភូមិដល់ហ៊ុនម៉ាណែតគាត់បានឆ្លងកាត់សាកលវិទ្យាល័យគាត់បានរៀនខ្ពង់ខ្ពស់ដូច្នេះគាត់ចេះសម្ដែងបាំងមុខទឹកមុខគាត់ញញឹមប៉ុន្តែពីក្រោយខ្នងទូរស័ព្ទអង្គុយបញ្ជាអាណាដែលគាត់បញ្ចូលចិត្តគាត់ចាប់បាត់ឧទាហរណ៍គាត់ជួបឪពុកខ្ញុំ2ដងតែគាត់ញញឹមដែរលើកទី2មុនភ្ជុំគាត់ជូនមែនទេគេហៅថាចាស់គេហៅថាជូនបុណ្យឪពុករបស់ខ្ញុំហ្នឹងសម្រាប់រដូវបុណ្យភ្ជុំខ្ញុំមិនដឹងប្រហែលវា4-500មែនទេគាត់ល្អតាមមានអីទេហើយឪពុករបស់ខ្ញុំទៅជួបហ៊ុនសែនអញ្ជើញទៅលើដល់ផ្ទះគាត់ហ៊ុនម៉ាណែតគាត់ជួបឪពុកខ្ញុំ2ដងគាត់ញញឹមគាត់ផ្ដល់ក្តីសង្ឃឹមហើយគាត់ថាកុំមានការព្រួយបារម្ភនិងភ័យពីសុវត្ថិភាពគ្មានអ្នកណាហ៊ានប៉ះឪពុករបស់ខ្ញុំទេព្រោះមានហ៊ុនម៉ាណែតប៉ុន្តែបងប្អូនណាអានឹងគឺគាត់និយាយផ្សេងទេដល់តែបានប្រហែលថ្ងៃក្រោយមកហ៊ុនម៉ាណែតចាប់ឃើញទេអានឹងហើយបានតែខ្ញុំនិយាយថាមនុស្សដែលមុខញញឹមណាបងប្អូនគឺអត់បញ្ជាក់អំពីគុណធម៌ទេគឺទង្វើទើបជាក់ស្ដែងអញ្ចឹងពីចំណុចនេះដែលខ្ញុំឲ្យបងប្អូនឃើញចំណុចចុងក្រោយគឺសំខាន់ណាហ៊ុនម៉ាណែតគឺជាមនុស្សដែលញញឹមគឺជាមនុស្សដែលមុខធម្មតានិយាយសិល5និយាយទ្រឹស្ដីព្រះពុទ្ធសាសនាត្រៃបិដកប៉ុន្តែបិទតាវាំងណូនមកទូរស័ព្ទបញ្ជាចាប់មនុស្សប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបែបណែហើយត្រូវចាំទ្រឹស្ដីសូនតានឹងជាទ្រឹស្ដីវិទ្យាសាស្ត្របិសាចនៅក្នុងរូងភ្នំមិនដែលមេបិសាចមិនដែលរើសអ្នកស្នងតំណែងដែលបើកឈាមតិចឬក៏បើកឈាមឬក៏ស៊ីស្មៅទេត្រូវតែរើសមេដឹកនាំមេបិសាចកូនបិសាចណាដែលមានរឹបសាហាវព្រៃផ្សៃប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតស្អីគេទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតជាការសន្និដ្ឋាននោះសូប៊ុនសូទ្រឹស្ដីឡៅស៊ូដែលហ៊ុនម៉ាណែតគាត់លើកនៅក្នុងទំព័រ Facebook របស់គាត់ហ្នឹងគឺអត់មានចំណុចគាត់ទេចំណុចទាំងអស់ហ្នឹងមាននៅលើសូនតារាទាំងអស់អាហ្នឹងហើយបានជាខ្ញុំដាក់ប្រធានបទថាគាត់សរសើរសូនតារា
ណាព្រោះអ្វីដែលគាត់គិតអត់មាននៅក្នុងខ្លួនគាត់ទេចំណុចទី2ជាការសន្និដ្ឋានដែរហ៊ុនសែននិងហ៊ុនម៉ាណែតដូចគ្នាទាំងអស់នៅសារជាតិប៉ុន្តែខុសគ្នាត្រង់លក្ខណៈធម្មជាតិត្រង់ថាសម្ដេចតេជោគាត់ស្មោះត្រង់នឹងធម្មជាតិរបស់គាត់ណាហើយចំណែកហ៊ុនសែនជាមនុស្សរៀននៅសាកលវិទ្យាល័យរៀនបានខ្ពង់ខ្ពស់ដូច្នេះគាត់លាក់ទឹកមុខរបស់គាត់ញញឹមចេញហូបល្បិតណារស់រាយដូចអត់មានរឿងអីសោះប៉ុន្តែបិទវាំងននក្រឹបពឹសពុលសាហាវព្រៃផ្សៃនេះគឺជារឿងពិតហើយបងប្អូនណាចាំសង្កេតមើលទាំងអស់គ្នាឥឡូវយើងចូលទៅដល់ប្រធានបទទី2រ៉ាមេតាអ៊ុំសាមេតហាន់ជួបម៉ាក្រុងនៅប្រធានបទហ៊ុនម៉ាណែតដដែលនឹងអឺរ៉ុបខ្ញុំមិនចង់ថាគាត់ជួបអ្នកនេះច្រើនទេខ្ញុំចង់និយាយដល់ពីម៉ាក្រុងនិងអឺរ៉ុបតែអឺរ៉ុបហ្នឹងគឺបារាំងដដែលមែនទេយ៉ងណូអែលនិងម៉ាក្រុងសីហៈរដ្ឋិសីហៈខ្ញុំចោទជាសំណួរដែលលើកយកមកនិយាយខ្លីមួយប្រធានបទសំខាន់តែខ្ញុំចង់និយាយខ្លីតែនេះមួយដើម្បីឲ្យមុតណាតើហ៊ុនម៉ាណែតជួបម៉ាក្រុងនិងអឺរ៉ុបវាគឺជាលៀបឬក៏រងសម្ពាធមែនទេវាគឺជាផលចំណេញវាគឺជាគុណសម្បត្តិឬក៏ជាសម្ពាធឥឡូវប្រិយមិត្តសុំទោសបងប្អូនផ្លេចបាត់មានគេខលមកទៅបាត់ទៅសិនឥឡូវមានជីវិតត្រូវតស៊ូរង្វាន់ឬសម្ពាធឯងសារ៉េនមែនទេចម្លើយមានទាំងពីរប៉ុន្តែអ្វីដែលសូនតារានិយាយលោកឌីគឺវិទ្យាសាស្ត្រទី1កណ្ដាលសមុទ្រហ៊ុនម៉ាណែតជួបម៉ាក្រុងនិងអឺរ៉ុបគឺជារង្វាន់តើរង្វាន់អ្វីរង្វាន់សម្រាប់ហ៊ុនម៉ាណែតប៉ុន្តែមិនមែនជារង្វាន់សម្រាប់ប្រជាជនកម្ពុជាទេរង្វាន់ដែលយើងឃើញជាក់ស្ដែងនឹងភ្នែកមានដូចតទៅទី1គឺបង្អួតមុខមាត់នៅលើឆាកអន្តរជាតិឬក៏បង្អួតរូបថតការជួបម៉ាក្រុងគឺជានិងអឺរ៉ុបគឺជានយោបាយចិត្តសាស្ត្រនិងយុទ្ធសាស្ត្រមួយដែលហ៊ុនម៉ាណែតរំពឹងថានឹងយកទៅបង្ក្រាបវាយបកទៅលើគណៈបកប្រឆាំងជាពិសេសនៅក្រៅប្រទេសធ្វើឲ្យគាត់ធូរទ្រូងធ្វើឲ្យគាត់សប្បាយធ្វើឲ្យគាត់មានមោទនភាពអានេះជារង្វាន់ណាមែនទេធ្វើឲ្យគាត់រីកមុខដូចក្របជីពីព្រោះអត់មានគាត់ឃើញថាគណៈបកប្រឆាំងនឹងបរាជ័យអត់មានអ្នកណាបានរំពឹងថាគាត់នឹងត្រូវគេរើសអើងគាត់នឹងត្រូវគេរាំងខ្ទប់ដូចជាភូមាតែផ្ទុយទៅវិញហ៊ុនម៉ាណែតនេះត្រូវបានទទួលស្គាល់ពិភពលោកទទួលស្គាល់មិត្តភាពទទួលគឺគាត់ឈ្នះគឺគាត់ទទួលបានរង្វាន់មុខមាត់នៅលើឆាកអន្តរជាតិគឺមុខមាត់សម្រាប់គាត់អានេះរង្វាន់នឹងត្រូវទទួលស្គាល់ការពិតប៉ុន្តែសួរថារង្វាន់នេះជារបស់ប្រជាជនទេអត់ទេគ្រាន់តែចង់ដឹងថាហេតុអីបានជាបារាំងយកចិត្តទុកដាក់ចំពោះកម្ពុជាចិនដាកឹមមែនទេបារាំងចង់ពង្រីកឥទ្ធិពលភាសានៅក្នុងតំបន់អាស៊ីជាពិសេសប្រទេសដែលក្រោមអាណានិគមចាស់មានកម្ពុជាឡាវវៀតណាមចឹងគេត្រូវធ្វើការជាមួយអ្នកដែលមានអំណាចទោះជាសូនតារាកាន់អំណាចក៏បារាំងមកតាក់ទងសូនតារាដែរបច្ចុប្បន្នគេទៅតាក់ទងសូនតារាទៅតាក់ទងសំរងស៊ីមិនអាចទៅដំណើរការ francophone មិនអាចទៅដំណើរការមែនទេរៀបចំឥទ្ធិពលភាសាបារាំងនៅក្នុងតំបន់អាស៊ីឥណ្ឌូចិនបានឡើយដូច្នេះមានតែអ្នកកាន់អំណាចទេដែលគេធ្វើការជាមួយ
chẳng chỉ đứng thôi mà đã đấyประเทศนี่មួយគេតម្កល់ផលប្រយោជន៍ជាតិរបស់គេជាធំជារឿងធម្មតាហើយយើងត្រូវតែគោរពនៅទស្សនៈរបស់គេល្អមែនទេពីព្រោះគេមិនអាចមកធ្វើការជាមួយសនតារាឬក៏ធ្វើការជាមួយសមរិទ្ធស៊ីព្រោះខ្ញុំអត់ដឹកនាំប្រទេសហើយបើសនតារាដឹកនាំប្រទេសមិនដោយសារតែខ្លួនមិនអាចទើបអន្តរជាតិទទួលស្គាល់ទេទោះជាខំវាសនាដឹកនាំប្រទេសក៏បារាំងហៅមកដែរអានោះគឺចាំតែនេះមុនណាព្រោះគេនិយាយជាមួយអ្នកតំណាងអ្នកដែលសម្រេចចិត្តប្រទេសជាតិបើនិយាយមួយខ្ញុំមិនមែនជាអ្នកសម្រេចចិត្តប្រទេសជាតិទេអានឹងមួយដែលខ្ញុំជម្រាបបងប្អូនរង្វាន់ទី1គឺសบายចិត្តធូរទ្រូងអួតបានរូបថតណាថាខ្លួននឹងមានការទទួលស្គាល់ណាថាខ្លួននឹងគឺមានតំណែងតំណងល្អអានឹងគឺជារង្វាន់សម្រាប់ហ៊ុនម៉ាណែតនិងគណៈបកប្រជាជនមិនមែនសម្រាប់ប្រជាជនទេព្រោះប្រជាជនដូចជាមកក្រុងដូចអត់នាំវិនិយោគដូចជាទៅវៀតណាមអត់ណាអត់មានចំនួនរបាយការណ៍ណាថមានទឹកប្រាក់ចំនួនប្រមាណពាន់លានអត់បើមានគឺកម្ចីហ្នឹងគឺវាមិនមែនជារឿងល្អទេគឺយើងអ្នកសងសង្គមត្រីរង្វាន់ទី2គឺគេប្រើប្រាស់អព្រឹត្តិការណ៍ហ្នឹងដើម្បីបង្ក្រាបផ្នែកកំណត់គណៈបកប្រឆាំងនៅក្រៅប្រទេសដែលខ្មែរយើងឲ្យថាបញ្ឈឺអាហ្នឹងណារង្វាន់ទី3គឺគេប្រើប្រាស់អព្រឹត្តិការណ៍រូបថតយ៉ាងហៅព្រឹត្តិការណ៍រូបថតដើម្បីទៅបង្វក់ឬក៏ប្រាប់ប្រជាជនថាហ៊ុនម៉ាណែតឬក៏រដ្ឋាភិបាលហ្នឹងពិភពលោកអន្តរជាតិហ្នឹងគេជ្រោមជ្រែងទទួលស្គាល់ខ្លាំងណាស់អានឹង3ហ្នឹងរង្វាន់ធំគឺគណៈបកប្រជាជនហើយអ្វីដែលសន្ទនានេះគឺវាមានមែនទេវាមានប៉ែតមែនចុះសម្ពាធតើមានសម្ពាធដែរឬទេពេលជួបមកក្រុងនឹងអឺរ៉ុបចម្លើយពិតប្រាកដគឺអត់ដែរបើបងប្អូននិយាយថាមានសម្ពាធអានឹងទាយឬក៏ជាទស្សនៈឈុំចំណាប់ណាចុះបើសន្តារាឆ្លើយខ្ញុំឆ្លើយថាអត់ដឹងគឺត្រូវរងចាំមើលលទ្ធផលហេតុអ្វីពីព្រោះអត់មានអ្នកណាចូលទៅស្ដាប់ហើយយកមកនិយាយជាសារព័ត៌មានអញ្ចឹងយើងអត់ដឹងទេមែនទេគណៈបកប្រជាជនដែលនៅក្នុងនឹងទោះបើរឿងនឹងល្អគេយកមកផ្សាយប្រាប់យើងបើរឿងនឹងជាសម្ពាធគេមិនយកមកផ្សាយអញ្ចឹងយើងក៏អត់ដឹងសៀកសុផលយើងក៏អត់ដឹងអញ្ចឹងយើងអាចចោទជាសំណួរវិញទេថាចុះមើលទៅការសន្ទនាហ៊ុនម៉ាណែតមកក្រុងតើអាចបង្កប់នៅសម្ពាធទេអានឹងយើងសួរបានយើងថាប្រហែលជាមានសម្ពាធប្រហែលជាមានសម្ពាធសួរទៅសម្ពាធអីបងប្អូនសម្ពាធអីយើងអត់ដឹងទេប៉ុន្តែរំឈុនគាត់ធ្លាប់ទៅទូតបារាំងបងប្អូនតើទូតបារាំងហ្នឹងមិននិយាយមកកាន់រដ្ឋាភិបាលខ្លួនឯងទេអំពើណាដកសិទ្ធិរំឈុនឬក៏កាត់ទោសរឹបអូសផ្ទះសម្បែងរំឈុនរឿងអីមកក្រុងមិនដឹងរឿងលឹមកំយ៉ាបាញ់ផ្អើលនៅស្រុកនៅផ្សារព័ត៌មានបារាំងផ្សាយពេញប្រទេសបាញ់នៅប្រទេសថៃរឿងអីបារាំងមិនដឹងស្លាប់នៅជាតិបារាំងមួយទាំងមូលមែនទេរឿងសូនតារាប្រហែលជាតំណងជាអាចជ្រាបពីព្រោះខ្ញុំក៏បាននិយាយជាមួយណាក្រសួងការបរទេសបារាំងក៏មិនមែននិយាយជាមួយរដ្ឋមន្ត្រីឬហ៊ុនម៉ាណែតព្រោះឋានៈខ្ញុំឋានៈប្រជាជនណាខ្ញុំមានទៅខ្ញុំមិនទៅដឹកនាំប្រទេសណាបើខ្ញុំជាអ្នកដឹកនាំប្រទេសខ្ញុំនិយាយជាមួយមកក្រុងដូចគ្នាអញ្ចឹងគាត់តែយើងដឹងថាពេលដែលមនុស្សដឹងរឿងមានពេលខ្លះបងប្អូនចាំទ្រឹស្ដីសន្តារាមនុស្សដឹងរឿង10គេនិយាយមួយឬក៏មនុស្សដែលដឹងរឿង1000គេអត់និយាយអីទាំងអស់គេនិយាយអីផ្សេងទៅតាមគោលដៅនិងកម្មវត្ថុរបស់គេគោលដៅនិងកម្មវត្ថុរបស់គេមានន័យថាកម្មវត្ថុរបស់គេជួបហ៊ុនម៉ាណែតហ្នឹងគឺគេចង់បានអី
nhưng cái ăn này dây về tiền là bạc sen vấn đề à vậy để khi nhung rừng băng vậy à vậy để khi nhung rừng băng hỏi thì chưa ta cả nặng bạc về chân này dây rồi còn mình dây hôn mình này mình cả nặng về chân này dây thì mới mà trong rừng mình dây à vậy để khi nhung rừng băng hỏi khi nhung control mà hôn mình này dây cứ khi nhung dây được môn mà con miền tràm ấy trong ơi pi chấm này bà rắn chui bình chẹt rương cáchสติสัญญากัดปรุงได้บารังซีมในชนำปีมาป้อนผมบนรถบุญเอาบารังช่วยเรื่องนั้นเปลได้รัฐาภิบาลดังเตยตลาดกาลายผู้บารังที่มาจ้ะคนมาได้ตั้งแต่ยัยเรื่องไซบนตัวปรุงได้นะบอกอันในยัยเจ้ามาเสียแต่ยังเชื่อแต่ก่อนในยัยบอกอันในยัยเจ้ามาเสียขนมนิ่มในยัยเรื่องสำคัญยังไงไม่ได้สำคัญยังไงคือไซบันตัวปรุงได้บารังเสียงไม่ทางอัตตูสกอลเจ็บกูพันตีมันเนี่ยไอ้ยังไม่ถูกปีพกลงดิงเหรอวะมันจะถึงกูพันตีมันเนี่ยไอ้จงกูโยบังก้อยังเสียตะบอดนั่นนะเฮ้ยนะบอกอัตตูสกอลยังยัยเปียทำไมมือเด็กบอกอัตตูสกอลไซบันตัวปรุงได้บารังมีในทำไมมีในการแข่งสุรินทร์บุรีรัมย์สระแก้วจะแข่งทำไมอันนั้นนะเธอโยงมาไว้ยังอ่ะบาร์ตัวสกอลอันนั้นจะตัดใบไทยเพราะอัตตัวสกอลจะบอกทำไมพอมึงเป็นสติสัญญาบารังนะอันนั้นจะแค่ขมายถ้ามันเคยมันดูนึงสติขมายได้ริชาร์ดออมไหมจังจังมัดดังแต่ยมสังคมยมเชื่อใจเท่านั้นเท่าทันทีก่อนในก้อนมันดีใจตั้งแต่ใบกาไทยดังจัดปฏิบัติการยังต้องกินเลี้ยกาไตรบอกเกี่ยวตีเราจังใช่เจ้าจำเป็นตีปีจำเป็นตีปีคือสติสัญญาสันติภาพในกรุงปารีสได้ไทยเจี๊ยเนี่ยจงหัดตะเลขาต่อตัวสกอลโบราณเพียบได้กัมพูชีมันอาจรวมโลกบานโดยเฉพาะรวมโลกปรุงได้รวมโลกได้กัมพูชีก็รวมโลกเป็นปรุงเปลี่ยนอันตรายสิทธิญาสันติภาพของปารีสประเทศมหาอำนาจเต็มปรำนั่งมันจะหัดตะเลขาดอกปุ่มเปิ้ลและปุ่มใบประเทศมีวิธีในการมันเข้าตะไทยตัวมันตัวเลยไปโปรอัตตัวอัตแต่ตัวมันไอ้แต่ดากูพันตีไหมมันเนี่ยอ่างแต่กำลังจังเธอเลยเนอร์ซีจังเธอร์ซีเนอร์ขนมอะไรอันนี้อะไรจังจังมันนั่งไหนขยมท่าก็เติมใจนี่ใหญ่ก็เติมใจนี่ใหญ่บางคนอันใหญ่ยังมันดังได้ว่ามันดังจีก่อนใหญ่มันอัดแต่บอกอัดนี่ใหญ่เรื่องอันนั้นสักสำหรับโซนร้ายแกหางทัดเจ้ามาสิอันนี้ขยมบางคนก็เจ้าอะไรยังตลอดเติมสมปีดเลยสมปีดคือยังเมื่ออัดดังมันดังตะเกียงนี่ใหญ่ไอ้มันดังตะมักกรองนี่ใหญ่อย่างปีประเทศตะปไตยสิทธิมนุษย์มันดังทำมากรองในใจอ่ำปีลำกำยามันดังทำมากรองนั่นในใจอ่ำปีในปุ๊บโซนราตีฮะยังอัดดังหรือก็ท่าอัดในใจแกอัดในใจพิซซ่านะประยาวเลยมวยแบบวันจะมวยนั้นยุติถอยไอ้ได้เยอะเหมือนดังพี่โปรจะไม่มวยเตะแต่ขี้ในใจท่ายังอัดดังนั่งยังขอแต่โยนคืนท่านั่งพี่โปรมันไตรกันนักปะไปจนบ้าดำนั่งนั่งเรียกครับคือเกี่ยอัดนี่ยัยตัดยังได้แกนี่ปรับยังได้เก็บสายจะไม่ตาหน้าเดินออกตู้ที่อัดปรับตั้งอ่ะเกี่ยอัดนี่ยัยเกี่ยปีจุ่มนุ่มไปจุ่มเย็นได้ที่หมดตีปีนึกขนมตุ่มปัวขนมมุ้นนึกขนมเฟื่องกาบใส่ตัวนึกขนมโจ้ตัวขนมตุ่มปัว Facebook เรามากรองกรุ๊ปตุ่มปัวไม่ได้ท่ารอล Facebook ต่างหลายนะได้เมียนชั่วมากรองจีบเส้นเมียนสัญญาพิกปีโปรเมียนเปกละมากรองจานได้โดนตั้มก็เมียนจานคืออัดเมนเคยบังคับรู้จมลูกจมวยคนมันจังเมนได้ท่าขึ้นไม่ได้นะนั่งประปอนซับไซบารังก็อัดเมนไซอย่างปีจมลูกมากร้องให้เน้นคนมันไหนตู้บารังต่างก็ไซอย่างปีกัดประจุมมหาสมุทรใต้ดอดเคยรูปทอดคนมันไหนอัดเมนจังเมนได้ท่ามากร้องนั่งประปอนซับไซระบบบารังอัดเมนไซเป็นคนมันไหนเตะด้วยใช่ไหมยังอัดนั่งให้ได้หมดยมถ่ายจากปีโปรเบอร์เซนจีเนซาพอดเมียนบารังบางสนับกีอัดเลี้ยตีกีนโยสมได้มากร้องนึ่งสมได้คนมันได้บอกทรายชีซาเทระนะในขนมซาปอดเมียนเลยยังมันบูรหัดไอ้ยังมันดังได้ถ่ายชิปซาปอดเมียนกีอัดจับอารมณ์กีอัดสกอลกีอัดจับอารมณ์นะยังอัดดังอันนั้นได้อันนั้นก็เด็กยงท้ายังอัดสมาร์ตานยังอัดโยธาตำน้องจีเมียนสมปีดในขนมสันตันนีนาเมื่อดันดาเกิมมันได้บอกเอายังดังก็อัดดังเลยต้องก็ประปอนซับไซซับหลังก็อัดไซเนี่ยเมียนแต่ประปอนซับไซไม่ได้เด็กไซ
ទី1ប្រព័ន្ធផ្សព្វផ្សាយគណៈបកប្រជាជនទី2ទំព័រ Facebook ទូតបារាំងប្រចាំនៅភ្នំពេញទី3បងប្អូនយើងយកមកកាត់និងផ្សាយបន្តដោយបញ្ចេញទស្សនៈរៀងៗខ្លួនក្រៅពីនឹងគណៈបកប្រជាជនក៏មិនបានថ្លែងសារអ្វីឲ្យជ្រៅសារព័ត៌មានបារាំងគ្មានអ្នកណាផ្សាយសោះជាពិសេសមកក្រុងអត់ផ្សាយក្នុងទំព័រ Facebook របស់គាត់ទេឥឡូវនេះក្រែងលោស្អែកខ្ញុំមិនដឹងគាត់នឹងវាអត់ចប់តែមុនពេលដែលខ្ញុំនិយាយនេះពេជ្រស៊ូលីនមកក្រុងអត់មានបានផ្សាយផងវាផ្សាយទៅទំព័រ Facebook វាផ្សាយទាំង3ដែលខ្ញុំថាអញ្ចឹងគឺប្រព័ន្ធផ្សព្វផ្សាយគណៈបកជនប្រព័ន្ធផ្សព្វផ្សាយគណៈបកជនមានដូចជាហ៊ុនសែនហ៊ុនម៉ាណែតមែនទេ Fresh News អីចឹងទៅទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយគណៈបកជនទាំងអស់ទូតបារាំងនៅភ្នំពេញគេត្រូវផ្សាយគាត់នឹងជាការទូតព្រោះជាការបំពេញបេសកកម្មរបស់ទូតប្រចាំនៅប្រទេសកម្ពុជាឯគ្នាយើងគឺចែកចាយឬក៏យកមករូបថតមកបញ្ចេញទស្សនៈតាមរៀងៗខ្លួនប៉ុន្តែបើឲ្យបងប្អូនយើងដឹងគឺអត់ដឹងទេបើនិយាយថាមិនដឹងគឺត្រូវប្រិយមិត្ត share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការ David Villa ផ្លាស់ប្ដូរផ្នត់គំនិតអញ្ចឹងបងប្អូនដឹង Fresh News Fresh News ចប់ហើយបង Fresh News និយាយយកជាការបានទៅស្អីស្អុកហ្នឹងគឺ Fresh News ប្រព័ន្ធផ្សព្វផ្សាយជេយោអង្គការបងណាមហាអស្ចារ្យមហាលុតផ្លោះអាស្អីគឺថាក្រុមយើងបានវាយពួកអាខ្មាំងយួនបានយកបានអង្គចំនួន3បាវដកហូតអាវុធចំនួន10ដើមសម្រាប់ពួកអាខ្មាំងយួនឲ្យងាប់នៅនឹងកន្លែងចំនួន5នាក់របួស3នាក់ហើយចាប់ខ្លួនបានចំនួន20នាក់ជេយោអង្គការជេយោមហាអស្ចារ្យមហាលុតផ្លោះគាត់នឹងនិយាយឲ្យតំបន់ហ្នឹងយួនវាយយកបានតំបន់ហើយទៅទៀតទៅអាមួយកន្លែងទៀតអាខ្មាំងយួនយើងបានដណ្ដើមយកទីតាំងវាទាំងស្រុងព្រមទាំងរឹបអូសយកអង្គនិងគ្រឿងអាវុធហើយបានចាប់បានពួកវាចំនួន30នាក់ទៅទៀតមកកន្លែងបានទៀតអាហ្នឹងគឺ Fresh News គេនិយាយចឹងណាជ័យយោគឺសម្ដេចហ៊ុនម៉ាណែតតែចឹងទៅឯណានោះទៀតអាហ្នឹងគឺយកជាការអត់បានទេបងប្អូនយកជាការបានទេយកជាការបានគឺព័ត៌មានឯករាជ្យព័ត៌មានឯករាជ្យមានព័ត៌មានដែលមិនស្ថិតនៅក្រោមការបញ្ជានិងទទួលលុយពីហ៊ុនសែនណាអាហ្នឹងអត់ឃើញបើខ្ញុំមុននឹងខ្ញុំនិយាយផ្ទាល់នេះខ្ញុំស្រាវជ្រាវហើយប្រព័ន្ធផ្សព្វផ្សាយបារាំងអត់មានឃើញជាពិសេសទំព័រ Facebook មកក្រុងអត់មានឃើញតែទូតបារាំងមានមែនប្រព័ន្ធផ្សព្វផ្សាយគណៈបព្វជិជនមានមែននឹងបងប្អូនយើងមួយចំនួនផុសមានមែនដូច្នេះហើយបានជាសួរថាតើជំនួបមកក្រុងជាមួយអឺរ៉ុបខ្ញុំនិយាយតែមកក្រុងអឺរ៉ុបដូចគ្នាពួកបារាំងដូចគ្នានឹងនៅយ៉ាងណូអែលបារាំងដូចគ្នាតើវាជារង្វាន់ឬក៏ជាសម្ពាធរង្វាន់យើងមើលឃើញនេះគ្រប់គ្នាគណៈបព្វជិជនត្រេកអរសប្បាយប្រើប្រាស់អានឹងជាមធ្យោបាយអួតនេះដើម្បីបំបត្តិទឹកចិត្តពួកប្រឆាំងប្រឈឺពួកប្រឆាំងអានឹងប្រអួតប្រជាជនហើយខ្លួនឯងក៏ធូរទ្រូងតែបើសម្ពាធយើងអត់ដឹងពីព្រោះគ្មានប្រព័ន្ធផ្សព្វផ្សាយណាចូលទៅយកព័ត៌មានហើយបើសិនជាមានសម្ពាធក៏គណៈបព្វជិជនអត់និយាយដែរប៉ុន្តែខ្ញុំជឿថាមានសម្ពាធប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការរុយក្បាលខៀវផ្លាស់ប្ដូរផ្នត់គំនិតគ្រាន់តែតាគេមិននិយាយត្រាំចំគេនិយាយឲ្យមនុស្សដែលមានការអប់រំស្ដាប់ឲ្យយល់បងប្អូនត្រូវបែងចែកការភាសាការទូតខុសពីភាសាធម្មតាពីព្រោះអីពីព្រោះបងប្អូនទោះយ៉ាងណាក៏ដោយបារាំងគឺជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសប៉ុន្តែចំណុចមួយខ្ញុំថា 100% មកក្រុងត្រូវតែនិយាយរឿងសម្ពាធខ្ញុំបាច់និយាយពុកខ្ញុំថាយើងអត់ដឹងទោះជាមានប៉ុន្តែយើងអាចថាប្រហែលជាមានចុះតែយើងមិនដឹងប៉ុន្តែចំណុចមួយមកក្រុងត្រូវតែនិយាយដាច់ខាតចំណុចមួយមកក្រុងត្រូវតែនិយាយដាច់ខាតមកចូលទៅដល់របៀបប្រដាក់ផ្សេងតើអ្វីណាខ្ញុំអានខមមិនបងប្អូនសិនមកនេះយើងចូលទៅដល់របៀបប្រដាក់ផ្សេងសំណួរចម្លើយនឹងបញ្ហាផ្សេងបាទគ្រីសេងតើអ្វីដែលខ្ញុំជឿ 100% មកអត់មាន 99% ណាដែលមកក្រុងត្រូវតែនិយាយទៅកាន់ហ៊ុនម៉ាណែតគ្រាន់តែគេអត់យកអានោះមកផ្សាយបងប្អូនទៅសេកាត់ដូចភ្នែកខ្ញុំមិនសូវប្រកែខមមិនលឿនពេកមើលអត់ឃើញទេមែនទេឥឡូវចាស់ហើយខ្សោយភ្នែកបងប្អូនណែគាត់ឲ្យបងប្អូនមើលប្រធានបទទី1គឺដឹងហើយយំក្លើបដេក្រាំងដកោតអីគេអានឹងលឹមកឹមយ៉ាប្រហែលប៉ុន្តែនិយាយដោយប្រយោលមែនទេរិនដាគីមស្កាំអនឡាញប្រហែលជាអត់ទេតាមខ្ញុំមើលទៅមែនទេលឹមកឹមយ៉ាតិចតួចណាហើយជាអាចប្រយោលមិននិយាយចំឯសិទ្ធិមនុស្សប្រយោលគ្រប់អធិបតេយ្យអត់ទេបាទអត់ទាន់ឃើញបងប្អូននេះស្ដារសិទ្ធិមនុស្សបើយកអត់ទេស្ដារសិទ្ធិមនុស្សហើយប្រយោលនិយាយប្រយោលមែនទេខ្សែបន្ទាត់ព្រំដែនតែហ៊ុនម៉ាណែតនិយាយ
គាត់កតាប្រកិច្ចគាត់ទៅនិយាយព្រោះគាត់ការពារជាតិបាទនេះផល្លាកែវភេទកលឹមកំយ៉ាខ្ញុំគិតថាប្រយោលឆៃយ៉ាស្រមោលក្រហម100បន្ទុកមាន100បន្ទុកម្នាក់100បន្ទុកមាន100បន្ទុកម្នាក់អ្នកណារកចាំមើលម្នាក់ទៀតចឹងថាកូនសិស្សសូនតារាឆ្លាតទៅណារឹទីហួរអត់ទេអានឹងបែរអត់ទេគ្រីស្ទីណាអត់ទេឡាសារីប្រហែលនិយាយជាប្រយោលបាទបោះឆ្នោតលើកក្រោយមីងចន្ទណា100បន្ទុកមាន2នាក់100បន្ទុកនីសេង100បន្ទុកមាន3នាក់បាទណាដាច់ខាត់100%ម៉ាក្រុងនិយាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីម៉ាក្រុងរំលឹកគេអត់និយាយច្រើនទេគេរំលឹកដោយរំពឹងជឿជាក់ថាណែកម្ពុជាណាមានកិច្ចសហប្រតិបត្តិការនិងគោរពនៅស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីម៉ាក្រុងត្រូវតែនិយាយដាច់ខាត់គ្រប់ពេលដែលម៉ាក្រុងជួបតាមជួបហ៊ុនសែនក៏ដោយជួបហ៊ុនម៉ាណែតក៏ដោយសំនឹងស្ថានភាពបច្ចុប្បន្ននេះរឿងសម្រាប់លឹមកំយ៉ាចាប់ឪពុកសនតារាជាចំណាក់ខ្មាំងអានឹងម៉ាក្រុងរឹតតែនិយាយរឿងអីផ្សេងទៀតយើងអាចស្មានប៉ុន្តែរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីម៉ាក្រុងនិយាយ 100% ប្រិយចំណែក share វីដេអូនេះទៅកាន់ប្រិយចំណែកដទៃទៀតវ៉ាក់ស៊ីនទូរទស្សន៍សនតារាស្រាត់ខោជន់ផ្ដាច់ការកាក់ក្រេតផ្លាស់ប្ដូរផ្នត់គំនិតខ្ញុំមើលទៅដូចជាអត់មានសំណួរទេចន្ទឡាំហើយដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមបញ្ចប់អរគុណប្រិយចំណែកដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយចំណែកដទៃទៀតទូរទស្សន៍សនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោះមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិចបណ្ឌិតទៅចាប់ធ្វើបាបអើទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងមកដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី